ក្នុងថ្ងៃទី16នេះគឺថ្ងៃសែនចឹងមានសំណួរច្រើនសួរថាឆ្នាំនេះប្រើពណ៌អីហេងតែគេឆ្នាំនេះហេងណាដែលយើងមានពណ៌ច្រើនត្រូវជ្រើសរើសមិនចាំបាច់កំណត់ពណ៌មួយដូចឆ្នាំមុនចាឆ្នាំនេះពណ៌ធាតុភ្លើងធាតុដីនិងធាតុមាសគឺហេងទាំងអស់ចាធាតុភ្លើងគឺធាតុរុងរឿងពណ៌ក្រហមជាពណ៌ធាតុដែលសម្គាល់នៅក្នុងឆ្នាំមមីសាច់ភ្លើងប៉ុន្តែបើសិនជាយើងចង់ឲ្យសบายចិត្តមានការអភិវឌ្ឍមានការបញ្ចេញសមត្ថភាពមានការទុកដាក់ការងារត្រូវប្រើពណ៌ធនាគារគឺពណ៌លឿងចាពណ៌លឿងគឺពណ៌ធាតុដីអញ្ចឹងបើយើងចង់ឲ្យល្អលឿងនិងក្រហមមិនគ្នាកាន់តែល្អខ្លាំងមានពណ៌មួយទៀតគឺពណ៌សឬមួយពណ៌ប្រផេះគឺជាពណ៌លុយចាពណ៌លុយពណ៌លាបសំណាងអញ្ចឹងបើសិនជាយើងចង់បានលុយលាបសំណាងយើងអាចប្រើពណ៌សពណ៌ប្រផេះតែកុំភ្លេចមិចជាមួយនឹងពណ៌លឿងអញ្ចឹងលឿងលាយសលាកខោសពីអាវលឿងឬមួយក៏ពីអាវក្រហមលាកខោពណ៌ដីក៏បានដែរពណ៌ដីពណ៌ស្ករពណ៌គ្រីមនេះគឺពណ៌គ្រីមបែបនេះខោសបោមែនទេខោពណ៌ដីសបោនេះសុំបង្ហាញខោពណ៌ដីតិចមកនោះឡើងមកប្រធានទីផ្សារនេះអត់បបាយនេះឃើញទេចាមកនោះមកយកលេបមកតាមហាងនេះសត្វតែខោពណ៌ដីអត់ខ្វះនេះខោហ្នឹងគឺខោពណ៌ដីចាអញ្ចឹងពាក់ខោពណ៌ហ្នឹងទៅពាក់អាវលឿងហ្នឹងទៅហេងចាឬខោពណ៌ដីអាវក្រហមក៏ហេងដែរចាអញ្ចឹងងាយទេដោយសារថ្ងៃទី16នេះគឺថ្ងៃមាសចាថ្ងៃលកាធាតុមាសអញ្ចឹងធាតុមាសកាលណាថ្ងៃលកាធាតុមាសឆ្នាំនេះឆ្នាំភ្លើងមាសនិងភ្លើងគឺពិឃាតគ្នាអញ្ចឹងដើម្បីកុំឲ្យពិឃាតយើងយកធាតុដីមកការពារធាតុដីគឺពណ៌លឿងគឺពណ៌ធនាគារពណ៌នៃការរួបរวมសាមគ្គីពណ៌នៃការប្រមូលផលយើងឃើញស្ដេចចិនប្រើសម័យមុនស្ដេចចិនណាឃើញទេកៅអៅចិនគឺពណ៌លឿងមានលាយក្រហមហ្នឹងគឺអីគឺភាពបង្ហាញពីភាពរុងរឿងគេឈ្មោះល្បីល្បាញភាពរីកចម្រើនហើយក្រហមគឺពណ៌យុគ9គឺភ្លើងអញ្ចឹងពណ៌ក្រហមចាដល់ពេលឆ្នាំនេះមមីមកជាមួយនឹងភ្លើងព្រះអាទិត្យគឺកាន់តែក្រហមទៀតគេហៅមមីភ្លើងសេះភ្លើងហ្នឹងកាន់ក្រហមក្តៅវាធ្វើឲ្យយើងនឹងឆាប់ឆេវឆាវចាចិត្តក្តៅអញ្ចឹងដល់ពេលដែលយើងចង់កាត់បន្ថយគឺយើងប្រើពណ៌លឿងពណ៌ដីពណ៌សាច់ពណ៌គ្រីមអីហ្នឹងទៅគឺធ្វើឲ្យចិត្តយើងត្រជាក់ជាងមុនហើយឆ្នាំនេះកុំភ្លេចទៅសមាធិអាសាទៅសមាធិព្រោះអីឆ្នាំនេះ stress ខ្លាំងតែគេក៏ចូលឆ្នាំនេះមកគឺចាប់ផ្ដើម stress ព្រោះថាយក9ភ្លើងហើយឆ្នាំនេះភ្លើងមកទៀតគឺគេហៅភ្លើងឆេះកាលយើងឃើញឆ្នាំនេះមានហានិភ័យអគ្គិភ័យឆាប់ឆេះច្រើនកន្លែងមិនថាតែស្រុកខ្មែរទេស្រុកគេក៏ដូចគ្នាដែរអញ្ចឹងទូទាំងពិភពលោកឆ្នាំនេះប្រឈមនឹងកង្វះទឹកប្រឈមនឹងអគ្គិភ័យឆាប់ឆេះភ្លើងឆេះព្រៃភ្លើងឆេះផ្ទះអញ្ចឹងឲ្យប្រយ័ត្នចាអញ្ចឹងនៅតាក់ទងនឹងត្រឡប់មកការសែនយើងវិញចូលឆ្នាំចិនឆ្នាំនេះសំបីតែផ្លែឈើក៏យើងស្រួលសែនដែរកុំភ្លេចណាផ្លែឈើហេគឺផ្លែក្រូចពណ៌លឿងផ្លែទម្លាប់ក្រូចទម្លាប់ក្រៃក្រូចតំណាងដោយសុភមង្គលតំណាងកោលៀបសំណាងផ្លែទម្លាប់យើងទម្លាប់មានបានអញ្ចឹងកុំភ្លេចណាសែនក្រូចតែមានទម្លាប់ផ្លែទម្លាប់ផ្លែសេរីក៏ល្អដែរចាសែនមកយើងដាក់ចានមួយផ្លែពណ៌លឿងកុំភ្លេចថានៅពេលដែលយើងដាក់ជាការ start up នៃឆ្នាំថ្មីគឺ start អ្វីដែលល្អនៅពេលដែលយើង start អ្វីដែលល្អស្មើនឹងយើងហេងពេញមួយឆ្នាំអញ្ចឹងនៅពេលដែលឆ្នាំថ្មីមិនថាជាចូលឆ្នាំចិនឬមួយក៏ចូលឆ្នាំសកលទេចូលឆ្នាំសកលថ្ងៃទី1នៃចូលឆ្នាំសកលទៅធ្វើរឿងល្អសម្រាប់ខ្លួនឯងថ្ងៃទី1ទី2ទី3ទៅធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងចូលឆ្នាំចិនដូចគ្នាថ្ងៃទី1យើងទៅធ្វើអ្វីដែលល្អខ្លួនឯងទី2ទី3ក៏ទៅតែសប្បាយចិត្តមានរឿងស្មុគស្មាញបណ្ណាទុកមកកណ្ដប់ចោលទៅបើយើងនៅមានជីវិតនៅសប្បាយចិត្ត3ថ្ងៃនឹងហើយសិនទៅណាចង់កាត់ទុកបន្ទាប់ពីថ្ងៃបន្ទាប់ពីចូលឆ្នាំហើយទៅហ៎ចាសេតអីឆ្លោះគ្នាទុកមកកណ្ដប់សិនសប្បាយចិត្តសិនក្នុង3ថ្ងៃថ្ងៃទី1ថ្ងៃទី2និងថ្ងៃទី3និយាយរឿងល្អងើបឡើងឆ្នាំនេះខ្ញុំហេងថ្ងៃនេះខ្ញុំហេងថ្ងៃនេះខ្ញុំរីកចម្រើនគឺគិតវិជ្ជមាននៅពេលដែលយើងងើបភ្ញាក់ពីគេអត់ទាន់និយាយជាមួយនរណាគេនិយាយជាមួយខ្លួនឯងសិនហាថ្ងៃនេះខ្ញុំហេងឆ្នាំនេះខ្ញុំហេងឆ្នាំនេះខ្ញុំមានលៀបខ្ញុំមានសុភមង្គលក្នុងគ្រួសារតែមានសុភមង្គលក្នុងគ្រួសារមិនមែនងើបឡើងទៅជេរប្តីឬជេរប្រពន្ធទេអាហ្នឹងគឺអត់មានទេណាចាមានសុភមង្គលគ្រួសារលុះត្រាតែយើងហ្នឹងអត់ជេរគ្នាចេះចង់បានសុភមង្គលគាត់តែប្តីចាញ់ក្រៅពឹបជេរប្តីចប់អាហ្នឹងអត់បានទេចាអញ្ចឹងគ្រប់យ៉ាងគឺផ្ដើមឡើងពីខ្លួនយើងទាំងអស់កាលណាចង់កែប្រែវាសនាចង់ឲ្យយើងហេងចង់ឲ្យយើងសោយគឺកើតឡើងពីទង្វើរបស់ខ្លួនយើងជាអ្នកធ្វើចាកម្មសាងអីគឺយើងបានហ្នឹងកម្មល្អសាងកម្មល្អគឺយើងបានល្អដូចបើយើងសែនត្រូវ start up នៅអ្វីដែរ start ត្រូវដូចយើងបើកឡានលើផ្លូវអញ្ចឹងតែយើងជិះលើផ្លូវលឿនឬក៏ជិះលើផ្លូវគ្រួក្រហមចាអញ្ចឹងបើសិនតែយើងជិះលើផ្លូវគ្រួក្រហមក្លុក start ពឹបចូលទៅក្លុកបាត់ហើយណាចាបើចូលលឿនណាគាត់តែឆ្លងតែកន្លែងបង់លុយមកជន់120ទៅលឿនណាអាហ្នឹងអញ្ចឹងដោយការ start up ឆ្នាំថ្មីគេតំណមិនឲ្យយើងហ្នឹងមានរឿងក្រៀមក្រំឬមានការឆ្លោះប្រកែកទាស់ទែងគ្នាគឺដោយសារបែបហ្នឹងវាជាជំនឿសាសនាប៉ុន្តែបើយើងគិតពី
គេហៅថាមពលវិជ្ជមាននៃការទាញថាមពលវិជ្ជមានគិតល្អធ្វើល្អអញ្ចឹងមនុស្សនៅពេលណាដែលយើងគិតវិជ្ជមានច្រើនយើងសប្បាយចិត្តច្រើននៅពេលដែលយើងងើបមកយើងគិតតែអវិជ្ជមានគឺធ្វើឲ្យយើង stress ច្រើនគិតច្រើនអញ្ចឹងវាទាញឲ្យយើងទៅជួបរឿងហ្នឹងអញ្ចឹងនៅពេលដែលយើងជួបល្អងើបឡើងញញឹមមកច្រើនសប្បាយចិត្តឲ្យច្រើនចាមិនសើចចាងើបឡើងញញឹមមកច្រើនសប្បាយចិត្តឲ្យច្រើនទៅចាវាជាសេរីមង្គលរបស់យើងដូចគ្នាអញ្ចឹងការសែនព្រេនដូចគ្នាពេលយើងសែនព្រេនតិចទៀតខ្ញុំនៅលំអិតណាផ្ទះបាយទិសណាសែនយ៉ាងម៉េចចាយើងសែននៅទីជូអ៊ីនឹងជំនាញផ្ទះតែមួយណាចាភាគច្រើនខ្មែរយើងគឺភាគច្រើនដាក់ទីជូអ៊ីនៅកណ្ដាលផ្ទះអញ្ចឹងកាលណាទីជូអ៊ីនៅកណ្ដាលផ្ទះសែនផ្សេងតែនៅពេលដែលទីជូអ៊ីនៅមិនចំកណ្ដាលផ្ទះយើងសែនផ្សេងអញ្ចឹងការរបស់ដែលយើងក្រាលហ្នឹងមែនតើមួយថ្ងៃយើងអត់សូវខ្វល់អីច្រើននេះចាមួយថ្ងៃត្រឹមតែមួយថ្ងៃប៉ុន្តែបើយើងគិតថាយើងចង់ start up អ្វីដែលហេងថ្មីអញ្ចឹងយើងទៅគិតអញ្ចឹងបើសិនជាកម្រាលដែលយើងក្រាលសែនបើទីជូអ៊ីផ្ទះយើងដាក់ទីជូអ៊ីកណ្ដាលផ្ទះកម្រាលសែនប្រើពណ៌ខៀវចាប៉ុន្តែបើយើងអត់សែនកណ្ដាលផ្ទះទេយើងប្រើពណ៌លឿងអត់ចំកណ្ដាលផ្ទះទេយើងប្រើពណ៌លឿងចាអញ្ចឹងខុសគ្នាណាខៀវនិងលឿងប្រើបានទាំងពីរបើសិនជានៅយើងសែនកណ្ដាលផ្ទះតែយើងសែនរៀងខិតមកមុខផ្ទះបន្តិចឬចាហៀងផ្ទះបន្តិចអាហ្នឹងយើងប្រើពណ៌លឿងទៅចាអញ្ចឹងខោអាវស្លៀកពាក់របស់យើងលឿងក្រហមសគ្រីមនេះនិយាយទៅពណ៌មើលពណ៌នៅក្នុងនេះមានប្រមាណប្រើបានទាំងអស់អានេះក៏ប្រើបានខាងនោះអត់ខ្មៅអត់ទេចាអញ្ចឹងពណ៌ក្រហមពណ៌លឿងពណ៌គ្រីមអីបានទាំងអស់ចាអញ្ចឹងដល់ពេលណាដែលយើង start up អ្វីដែលថ្មីយើងនឹងហេងហើយថ្ងៃ16ហ្នឹងថ្ងៃហេងជាងគេគឺអ្នកដែលរិស័យត្រូវជាមួយនឹងធាតុមាសមានអ្នកណាខ្លះត្រូវមួយធាតុមាសខ្លះអូច្រើនអញ្ចឹងថ្ងៃហ្នឹងគិតឲ្យល្អទេសែនឲ្យមានលៀបធំយើងគិតចង់ចិត្តសែនឲ្យមានលៀបធំធ្វើឲ្យយើងហេងអ្នករិស័យត្រូវធាតុមាសមិនអ្នកការធាតុមាសណាអ្នកដែលមានរិស័យត្រូវជាមួយនឹងធាតុមាសតោះនេះធ្វើម៉េចដឹងថាយើងត្រូវជាមួយធាតុមាសយើងយកថ្ងៃខែឆ្នាំកណាដែលយើងកើតហ្នឹងយកមកបំពេញខ្លាំងមើលសិនជាមួយ App My Destiny ក៏យើងឆែកឃើញហ្នឹងដែរយើងមើលធាតុត្រូវការរបស់យើងបើធាតុត្រូវការយើងបង្ហាញថារាសីយើងត្រូវជាមួយនឹងធាតុមាសថ្ងៃសែន start up ថ្ងៃថ្មីគឺថ្ងៃហេងរបស់យើងហើយចាហើយមួយទៀតឆ្នាំនេះអ្នកដែលរាសីត្រូវជាមួយធាតុភ្លើងគឺជាឆ្នាំហេងខ្លាំងទោះបីជាអ្នកហ្នឹងឆ្នាំមមីក៏ដោយឆ្នាំជូតក៏ដោយឲ្យតែរាសីត្រូវជាមួយធាតុភ្លើងឆ្នាំនេះគឺជាឆ្នាំហេងខ្លាំងកុំឃើញថាអីឆ្នាំជូតភ័យឆុងឲ្យទៅជូតលឺទៅជូតភ័យខ្លាចឆុងហ៎តែចៃដន្យនៅពេលដែលរាសីយើងត្រូវជាមួយធាតុភ្លើងឆុងហេងអញ្ចឹងនៅពេលណាដែលយើងឆុងហេងឆ្នាំនេះគឺជាឆ្នាំផ្លាស់ប្ដូរជីវភាពរបស់យើងពីក្រទៅមានទេអ្នកឆុងហេងនេះឆុងហេងសាក់ឆុងហេងអូខេអញ្ចឹងកាលណាឆុងហេងយើងអត់មានបារម្ភទេគាត់ថាបញ្ហាយើងជួបមែនប៉ុន្តែចុងក្រោយយើងនៅតែហេងចាអញ្ចឹងកុំគិតថាឲ្យតែលឺតែឆុងភ័យខ្លួនអត់បាច់ទេអត់បាច់ភ័យទេឆុងឲ្យឆុងទៅវាទៅសំខាន់លើកត្តាមនុស្សរបស់យើងតើយើងហ្នឹងហ៊ានអាចទប់ស្កាត់ស្ថានភាពបានអត់បើយើងដឹងថាដូចយើងបាក់ឡានអញ្ចឹងយើងដឹងថាយើងឆុងប៉ុន្តែយើងកុំប្រហើនឧទាហរណ៍បើសិនតែឆុងតែឆុងអីគេឆុងហេងឆុងសូយបើឆុងសូយយើងឆ្នាំនេះបើឆុងសូយប៉ះពាល់នឹងការប្រដាក់ទុនចាប្រយ័ត្នមែនតើជាពិសេសអ្នកដែលរិស័យត្រូវការធាតុទឹកចាការទីទឹកថ្ងៃទឹកឆ្នាំនេះបើសិនតែឆុងសូយកាលណាដែលយើងដាក់វិនិយោគទុនថ្មីគឺបងខាតប្រយ័ត្នមែនតើកន្លែងហ្នឹងប៉ុន្តែបើសិនជាទឹករឹងមាំឆ្នាំនេះគឺជាឆ្នាំដែលហេងខ្លាំងបំផុតក្នុងចំណោម12ឆ្នាំដែលយើងមួយឆ្នាំវ័យចរបស់យើងឆ្នាំនេះគឺឆ្នាំដែលហេងខ្លាំងបំផុតចាចឹងហើយនៅពេលកាលណាយើងរៀបចំសែនព្រេនអីក៏ដោយយើងធ្វើអីក៏ដោយធ្វើម៉េចស្មារតីយើងឲ្យរឹងប៉ឹងទោះបីយើងឆុងហេងក៏ដោយឆុងសូយក៏ដោយកុំបាក់ស្មារតីកត្តាមនុស្សយើងត្រូវតែរឹងមាំហើយចំណុចសំខាន់ពេលសែនអត់ធូបសែនកាន់ធូបដាក់សែនមិនមែនអារម្មណ៍អីឡៃទៅក្តៅកាហាយជេគេណាចាអត់ធូបសែនអារម្មណ៍យើងគិតថាឆ្នាំនេះយើងហេងឆ្នាំនេះយើងមានសុភមង្គលឆ្នាំនេះយើងរាសីឡើងយើងល្អការគិតវិជ្ជមានកុំគិតអវិជ្ជមានកាលណា start up នៃការគិតអវិជ្ជមានគឺអត់ល្អទេហើយម៉ោងវេលាសែននៅក្នុងឆ្នាំនេះថ្ងៃទី16ម៉ោងហេងគឺម៉ោង9ព្រឹកទៅដល់ម៉ោង11:40នាទីគឺម៉ោងហេងម៉ោងព្រឹកចាសួរថាម៉ោង7សែនបានដូចគ្នានៅតែបានចាម៉ោង7ដល់ហាក់ជាមួយដល់ការបានដូចគ្នាអញ្ចឹងពី7ទៅម៉ោង11ជាងសែនបានល្អទាំងអស់ស្រួលឆ្នាំនេះជាឆ្នាំដែលស្រួលកណនីជាងគេតែក៏មានអ្នកវង្វេងពណ៌ច្រើនដែរតែគេអូឆ្នាំនេះអ្នកខ្លះពាក់អាវពណ៌ទឹកប៊ិចមិនមែនជ្រូកទឹកប៊ិចទេណាខ្ញុំអត់ដែរប្រាប់គេមកសែនជ្រូកទឹកប៊ិចទេនិយាយមែនកាលឆ្នាំពណ៌ទឹកប៊ិចហ្នឹងខ្ញុំគាត់តែប្រាប់ថាឆ្នាំហ្នឹងវាមានប៉ះស្អីគេបើកដាលទៀតដាក់ពណ៌ទឹកប៊ិចអាហ្នឹងល្អត្រូលខ្ញុំពេញទំហឹងបាញ់ជ្រូកទឹកប៊ិចខ្ញុំអត់ដែរមានទៅញ៉ៃអញ្ចឹងទេចាអត់ដែរមានថាអូតាំងពីចូលឆ្នាំមកមិនដែរឃើញគេប្រើទឹកប៊ិចតែមានអីហុងកុងចិនតៃវ៉ាន់ប៉ារីសសិង្ហបុរីទឹកប៊ិចទាំងអស់ការឌីកូគឺទឹកប៊ិចទាំងអស់អញ្ចឹងនៅពេលដែល
គេយល់ដឹងពីហុងស៊ុយវិជាសាស្ត្រគេប្រើនឹងថាមពលប្រចាំឆ្នាំនិងថាមពលប្រចាំថ្ងៃមកគណនានឹងជាមួយគ្នាចាប៉ុន្តែកាលណាពីមុនមកមិនទាន់មានការចែករំលែកយើងមានជំនឿតគ្នាឲ្យតែពណ៌ក្រហមហេងចាពណ៌ក្រហមគឺពណ៌តំណាងនៃភាពរីកចម្រើនរុងរឿងគេឈ្មោះល្បីល្បាញប៉ុន្តែក្រហមបើសិនរាសីយើងមិនត្រូវក្រហមអានឹងប្រើមកដូចដុតយើងហ្មងឆេះអ្នកខ្លះប្រើពណ៌ក្រហមហើយចាយលុយច្រើនអ្នកខ្លះប្រើពណ៌ក្រហមឲ្យឆ្លោះគ្នាអានឹងក៏មានដែរអញ្ចឹងជំនឿមិនមែនយើងមិនឲ្យជឿទេឲ្យជឿប៉ុន្តែជឿដោយមានការពិចារណានិងវិភាគឲ្យពិសោធន៍ឲ្យបានត្រឹមត្រូវថាតើជំនឿបែបណាដែលយើងជឿទៅត្រឹមត្រូវជំនឿបែបណាដែលយើងជឿទៅអត់បានផលអញ្ចឹងយើងកុំជឿនឹងអញ្ចឹងវិជាសាស្ត្រស្រួលទេចាវិជាសាស្ត្រស្រួលទេពោះអត់រញ៉ៃរញ៉ៃទេអញ្ចឹងបើសែនបើជ្រុលតសែនសែនអស់លុយដែរសែនត្រូវពណ៌ទៅមានអីចាជំនាន់មុនអត់មាន social media ទេអញ្ចឹងគេទៅសេតែសភៅមួយថាអូដាក់តែពណ៌ក្រហមមកត្រូវហើយពួកអីពណ៌ក្រហមពណ៌រុងរឿងពណ៌រីចម្រើនចឹងប្រើតែពណ៌ក្រហមទៅចាអត់សូវមាននិយាយពណ៌លឿងទេការពិតចិនក្រហមនិងលឿងគឺល្អបំផុតព្រោះលឿងគឺពណ៌ធាតុដីពណ៌នៃការប្រមូលផលស្ដេចចិនប្រើតែពណ៌លឿងពាក់តកៅពណ៌លឿងដោយសារអីប្រមូលផលពីពន្ធរបស់ប្រជាពលរដ្ឋទាំងអស់យកចូលវាំងទាំងអស់អាហ្នឹងគឺពណ៌ធនាគារអញ្ចឹងអ្នកដែលរិស័យត្រូវធាតុដីភាគច្រើនមិនមានអ្នកក្រទេភាគច្រើនគឺអ្នកមានអ្នកដែលរិស័យត្រូវធាតុដីចាព្រោះថាតែមនុស្សម្នាក់មិនមានអ្នកណាម្នាក់ត្រូវតែមួយធាតុទេច្រើនតែត្រូវ2ធាតុឬ3ធាតុកណនីឲ្យស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនឯងឲ្យហើយយើងស្រួលនឹងរៀបចំជីវិតរបស់យើងអញ្ចឹងបើយើងដឹងផ្លូវដើរជីវិតរបស់យើងច្បាស់យើងអត់ខ្លាចនឹងដើរទេដូចយើងបើកឡានអញ្ចឹងបើដឹងថាផ្លូវហ្នឹងពីមុខនឹងក្លុកយើងអត់ជន់120ទេយើងប្រកាសយើងនៅជន់ត្រឹម40 30ហើយផុតក្លុកមិនយើងជន់ហ្គាឡើងទៀតអញ្ចឹងដូចគ្នាការដើរក្នុងផ្លូវជីវិតរបស់មនុស្សម្នាក់ដឹងមុនប្រសើរជាងមិនដឹងការពារប្រសើរជាងព្យាបាលអញ្ចឹងបើយើងដឹងមុនថាយើងនឹងជួបរឿងអីនៅក្នុងឆ្នាំនេះយើងបង្ការកុំឲ្យជួបហើយបើជួបដោះស្រាយឲ្យលឿនកុំឲ្យវារ៉ាំរ៉ៃអាហ្នឹងគឺយើងជោគជ័យហើយតែមិនមែនបានគាត់ដឹងមុនភ័យកាលណាដឹងមុនភ័យអានេះគេថាមើលហោប្រាប់ថាអាយុប៉ុណ្ណេះស្លាប់មិនទាន់ដល់អាយុប៉ុណ្ណឹងផងភ័យស្លាប់មុនអាយុបាត់អាហ្នឹងគឺអត់ទេចាពោះកាលណាយើងមើលឧទាហរណ៍ថាយើងឆែកដឹងថាដំណើរជីវិតយើងជួបរឿងអីយើងព្យាយាមកែបើយើងដឹងថាឆ្នាំហ្នឹងយើងមានហានិភ័យដល់អាយុជីវិតយើងស្អីគេដែលហានិភ័យចឹងហានិភ័យកើតឡើងដោយសារអីរបស់មុតស្រួចលោហៈឬមួយក៏ភ្លើងឆេះឬខ្សែភ្លើងឆក់ចឹងបើសិនជាថាយើងបញ្ហាឆ្នាំនេះហានិភ័យដល់ខ្សែភ្លើងឆក់ឆ្នាំនេះធៀបភ្លើងណាអ្នកដែលឆុងភ្លើងប្រយ័ត្ននឹងខ្សែភ្លើងឆក់ភ្លើងឆេះផ្ទះឃើញទេផ្ទុះហ្គាអត់នេះក៏ប្រយ័ត្នអញ្ចឹងយើងក៏ទៅនៅចិត្តអស់ហ្នឹងទៅដោតខ្សែភ្លើងឆក់យប់ឡើងដោតខ្សែទូរស័ព្ទសាកហើយដាក់នៅគៀនហ្នឹងចុងកាលវាផ្ទុះឆក់យើងទៅអញ្ចឹងដល់ពេលយើងដឹងមុនយើងកុំទៅធ្វើអីដែលពាក់ព័ន្ធជាមួយនឹងខ្សែភ្លើងកុំលពឹសដៃទៅតភ្លើងកុំទៅដោតដុយឲ្យមើលដោតដុយមើលសិនតាដុយសាកហ្នឹងតើល្អឬអត់ចាត់តែយកអត់ល្អមកឆក់ទៀតអាហ្នឹងសំខាន់ការដឹងមុនគឺយើងបង្ការមិនមែនបានតែដឹងមុនធ្វើឲ្យយើងខ្លាចទេចាអញ្ចឹងដូចគ្នាពាក់ព័ន្ធការសែនយើងមើលសែនឧទាហរណ៍តាផ្ទះយើងអ្នកណាខ្លះផ្ទះបាយមកតកើតខ្លះច្រើនណោះអសាទរឆ្នាំនេះហេងខ្លាំងណាចាផ្ទះបាយមកតកើតឆ្នាំនេះហេងខ្លាំងយករបស់ពណ៌លឿងសែនពេលចូលឆ្នាំចិនសែនរៀងខាត់ទៅមុខតិចទៅសូនខាងកើតអាហ្នឹងកាន់តែល្អពោះទិសខាងកើតឆ្នាំនេះតារាសាស្ត្រលេខ8ចចូលអញ្ចឹងកាលណាតារាសាស្ត្រលេខ8គឺតារាសាស្ត្រលុយអញ្ចឹងដល់ពេលដែលយើងសែនតែមិនមែនតែលុតម៉ងសាយឬមួយក៏ដុតផាវទេគឺយើងដាក់សែនប៉ុណ្ណឹងបានតែ start up នៃការបំទុះថាមពលតារាសាស្ត្រលេខ8ចូលគឺស្មើយើងហេងបើកទ្វារចូលដាក់កង្ហាលបាញ់ពីមុខចូលមកផ្ទះមកអាហ្នឹងគឺស្មើនឹងយើង start up អ្វីដែលហេងហ្នឹងផ្ទះបាយមុខតកើតចាមួយទៀតត្បូងឈៀងកើតត្បូងឈៀងកើតក៏ល្អដូចគ្នាយើងអាចប្រើពណ៌ក្រហមលីលឿងក៏បានត្បូងឈៀងកើតក្រហមអាហ្នឹងកាន់តែល្អក្រហមល្អជាងលឿងទៀតត្បូងឈៀងកើតចាតែបើសិនជាត្បូងវិញត្បូងនឹងជើងសែនដោយស្ងប់ស្ងាត់ផ្ទះបាយមុខត្បូងឬផ្ទះបាយមុខទៅជើងការសែនព្រេនគឺសែនដោយស្ងប់ស្ងាត់ដោយមិនមានការលោតម៉ងសាយឬដុតផាវទេផ្ទះបាយត្បូងនិងផ្ទះបាយជើងតែហ៊ានតាសែនលោតម៉ងសាយឬដុតផាវឆ្នាំនេះគឺនាំរឿងឲ្យយើងហើយលោតហើយ3ម៉ោងក្រោយទៅមួយអាទិត្យយើងឃើញហើយហេងឬក៏ស៊ុយយើងគិតថាលោតម៉ងសាយហេតុអីនៅចិនគេនិយមលោតម៉ងសាយមិនមែនគេចេះតែលោតទេពួកអីកាលណាលោតម៉ងសាយគេត្រូវមើលសិនថាតើថ្ងៃហ្នឹងលោតបានអត់សែនលោតម៉ងសាយដុតផាវបានអត់បើសិនជាករណីយើងលោតម៉ងសាយមុខផ្ទះគេហ្នឹងអត់ល្អដោយទៅបំផ្ទុះអាភាពអវិជ្ជមានចូលផ្ទះចឹងធ្វើឲ្យរឿងហ្នឹងឃើញការចំនួនការជា10ឆ្នាំមុន20ឆ្នាំមុនឲ្យតែសែនដុតផាវសែនដុតផាវយើងគេថាសែនដុតផាវជួនកាលសែនដុតផាវផ្ទះយើងហេងផ្ទះគេស៊ុយវិញតែថាមពលចក្រវាលវាបែងចែកជា2យិនហើយនឹងយ៉ាងល្អឬមិនល្អជួនកាលឧទាហរណ៍ដុតផាវខាងនេះយើងអង្គុយពីខាងនេះមើលទៅខាងនេះហេងតែអ្នកឈរខាងនោះមើលមកស៊ុយវិញអញ្ចឹងការដុតផាវអាវុធមុខ2ចាលើកលែងផ្ទះយើងនៅតឯងណានៅលើភ្នំតឯងអញ្ចឹងទៅក៏មានផ្ទះបរិយវិញដាក់ទៅចប់ហើយស៊ុយយើងហេងយើងស៊ុយគេចាអញ្ចឹងអត់ខ្ញុំអត់រីកមិនឲ្យដុតផាវទេហើយបើដុតផាវចង់ដុតនៅតាមភ្នំអាហ្នឹងតែដុតយកហេងចោះអាហ្នឹងនៃការបំទុះលៀបចឹងតែឲ្យកណនីរាសីយើងឲ្យច្បាស់
កុំធ្វើតាមគេរិស័យរបស់មនុស្សម្នាក់ផ្សេងគ្នាអ្នកខ្លះក៏ត្រូវជាមួយធាតុមាសអ្នកខ្លះក៏ត្រូវជាមួយធាតុទឹកអ្នកខ្លះក៏ត្រូវជាមួយធាតុឈើខ្លះក៏ត្រូវជាមួយនឹងភ្លើងឬដីអីទៅអញ្ចឹងយើងអត់អាចនឹងធ្វើអ្វីតាមគ្នាបានទេចាការធ្វើតាមគ្នាហានិភ័យខ្លាំងជាពិសេសយក9ចា copy paste ធ្វើ business តាមគ្នាអីហ្នឹងអាហ្នឹងគឺហានិភ័យចំណុចសំខាន់តើយើងចេះ creative នៅបង្កើតអ្វីដែលថ្មីគុណភាពនឹងសំខាន់បំផុតចាអញ្ចឹងហើយនៅពេលដែលយើងរៀបចំសែនព្រេនដូចគ្នាកុំឃើញគេសែនហេងហើយយើងទៅសែនផ្ទះយើងបាយទិសផ្សេងសោះហ្នឹងចាអញ្ចឹងសំខាន់ណាត្បូងជើងទិសផ្ទះដែលបាយទិសត្បូងទិសជើងសែនដែលស្ងប់ស្ងាត់មិនបាច់ចាក់ធុងបាសអីខ្ទរខ្ទាមុខផ្ទះអីណារំលេងអីទេកុំអីពីព្រោះទិសខាងជើងជាទិសជូតឆ្នាំនេះមមីឆុងជូតគឺឆុងខ្លាំងណាស់ចាជាពិសេសមន្ត្រីរាជការបើសិនជាមានការស្វានដំជួសជុលឬមួយក៏ចាក់ធុងបាសពេលសែនចូលឆ្នាំណាចំខ្លោងទ្វារមុខផ្ទះសំចំទ្វារផ្ទះណាវាចូលផ្ទះបាយជើងអាហ្នឹងដូចយើងបំផ្ទុះភាពអវិជ្ជមានមកឲ្យយើងអញ្ចឹងចាធម្មតាពេលយើងសែនមានចាក់ធុងបាសតែខ្លះសบายចាក់បានផ្ទះជើងតែដាក់ទៅទិសផ្សេងទៅទិសហេងនោះមើលនៅក្នុង app Madesani ទិសណាដែលមានអត់មាន highlight អសថ្លាអត់មាន highlight អត់មានឆុងដាក់ធុងបាសនៅសូនហ្នឹងចាក់ឲ្យអាហ្នឹងហេងតែអា highlight អាហ្នឹងសយវិញចាអញ្ចឹងអាចនឹងទៅឲ្យគេបរៀនបានតែគេបរៀន free ទេបរៀនមើលហ្នឹងអញ្ចឹងយើងការពារសบายកុំឲ្យសบายខ្លាចជាទុកអញ្ចឹងនៅពេលណាយើងសែនបើយើងសែនឲ្យទៅចាក់ធុងបាសដុតផាវលុតមកសាយចំទិសឆុងត្បូងនឹងជើងបង្ការណាហាមក្រៅពីហ្នឹងខ្ញុំអត់អីទេអញ្ចឹងទិសត្បូងក៏ទិសសយខ្លាំងដែរទិសត្បូងនេះបើសិនជាប៉ះអាចនឹងប៉ះនឹងភ្លើងឆេះផ្ទះចាឬមួយក៏មានរឿងធំដែរអញ្ចឹងទិសត្បូងក៏មិនគួរប៉ះដែរឆ្នាំនេះណាចាព្រោះផ្ទះបាយមកទៅត្បូងហាមត្បូងជើងនេះគឺហាមខ្លាំងហ្មងនៅក្នុងឆ្នាំហ្នឹងរឿងធំហ្មងដោយសារម៉ែធាតនឹងម៉ែធាតដាក់មិនធម្មតាទេយើងដោះល្មមដោះមកក្រខ្លួនដែរអញ្ចឹងយើងដឹងហើយឲ្យវាឆុងទៅវាទៅយើងកុំទៅប៉ះពាល់កុំទៅស្វានទៅដំទៅជួសជុលលោតបងសាយដុតផាវអីហ្នឹងអានេះបើយើងបើធៀបមកមាត់យើងកំពុងតែមានលបួសស្នាមហើយយើងទៅឆ្កៀលថែមទៀតវាមិនឈឺខ្លាំងអានេះអញ្ចឹងដូចទ្វារផ្ទះយើងហ្នឹងដូចមាត់យើងអញ្ចឹងចាអញ្ចឹងបើផ្ទះបាយមុខត្បូងនឹងអញ្ចឹងស្មើនឹងដូចមាត់យើងកំពុងតែឈឺអញ្ចឹងកុំទៅឆ្កៀលឲ្យខ្លាយមហារីកហ្នឹងអញ្ចឹងបើយើងកាលណាយើងសែនធម្មតាអត់បញ្ហាទេចាឲ្យវាឆុងទៅវាទៅតែមើលអារម្មណ៍ថានៅពេលដែលយើងមានអារម្មណ៍ថាមួយរយៈហ្នឹងហេតុអីយើងសយហេតុអីយើងមានបញ្ហាស្មុគស្មាញច្រើនងាយទេទៅត្រាំទឹកសមុទ្រឬមួយក៏ត្រាំអំបិលលាងសយ40នាទីទៅ1ម៉ោងទឹកអំបិលអាហ្នឹងគឺយើងលាងសយបានហើយជាពិសេសអ្នកដែលមានជូតហើយនឹងមមីនៅក្នុងតួរិស័យជូតនឹងមមីនៅក្នុងតួរិស័យគឺប្រយ័ត្នមែនទែននៅក្នុងឆ្នាំនេះជាពិសេសអ្នកជូតបើសក់ឆុងសយវិញអានឹងឆ្នាំនេះធ្ងន់ណាស់គិតសទៅខ្មៅទៅសមើលល្អទៅអាក្រក់ទៅល្អអស់ហើយអានឹងអ្នកដែលមានជូតក្នុងតួរិស័យក្នុងឆ្នាំហ្នឹងចាមមីរឿងការឡើងដោយខ្លួនឯងតមាត់តិចចាបាត់មាត់តិចពួកអីបញ្ហាកើតឡើងដោយការសាងដោយខ្លួនឯងទេមមីអញ្ចឹងហើយនៅពេលណាដែលយើងមើលថារិស័យរបស់យើងឆុងអ្វីដែលសំខាន់គឺយើងត្រូវតែបង្ការខ្លួនយើងកែនឹងកតាមនុស្សរបស់យើងធ្វើអីឲ្យមានការប្រុងប្រយ័ត្នដូចបើកឡានអញ្ចឹងកុំប្រហែសចាបើឡាននៅផ្លូវកលុកកលៈឆុងឯងស្មាននឹងយើងជិះឡាននៅផ្លូវកលុកកលៈអញ្ចឹងបើយើងនៅបើកដៃមួយកលុកកលៈហ្នឹងធ្លាក់ក្លុកបដ ாய் ហ្នឹងចឹងចាអញ្ចឹងតើយើងប្រឹងទប់ស្មារតីថាឆ្នាំហ្នឹងយើងនឹងជួបរឿងហ្នឹងឯងតែពេលជួបយើងដោះឲ្យលឿនបើយើងថាឆ្នាំនេះហាមគេហាមបណ្ដាក់ទុនបើយើងជំនះបណ្ដាក់ទុនយើងគឺថាលុយនៅនឹងមុខឯងតែយើងដាក់ទុនទៅវាមិនមែនលុយនៅនឹងមុខទេស្មានតែយើងបោះលុយចោលហ្នឹងអញ្ចឹងពេលខ្លះអ្នកខ្លះគាត់ចង់ពិសោធន៍ចង់ជំនះគាត់ជំនះតែជំនះអត់កើតទេព្រោះវាសនាមនុស្សគឺចាមកអញ្ចឹងហើយចាករណីតែលើកលែងតែយើងមានអីការពារទេឧទាហរណ៍យើងមានដួងកៅកំណើតឬមានច្អងសឹងជីការពារអីអាហ្នឹងគេទុកបានហើយប៉ុន្តែបើយើងអត់មានអីសោះកុំជំនះជាមួយព្រំលិខិតចាកំណត់ថាយើងជួបគឺជួបហើយអញ្ចឹងរិស័យរបស់មនុស្សម្នាក់ខុសគ្នា10ឆ្នាំនេះយើងជួបរឿងអីអ្នកផ្សេង10ឆ្នាំហ្នឹងយើងជួបរឿងអី10ឆ្នាំក្រោយជួបរឿងអីអ្នកខ្លះកើតមហារីកអ្នកខ្លះកើតទឹកនោមផ្អែមអ្នកខ្លះរោគថ្លើមទៅអ្នកខ្លះកលៀនទៅគឺដោយសារថ្ងៃខែឆ្នាំកណាត់កំណត់មកយើងថាយើងនឹងជួបរឿងអីហ្នឹងកត្តាមួយទៀតរឿងដែលកើតឡើងចំពោះយើងគឺកើតឡើងដោយមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើងផ្ទះរបស់យើងបានតាំងលម្អអ្វីដែលធ្វើឲ្យប៉ះពាល់យើងចាំឧទាហរណ៍ទៅខាងជើងចោះយើងស្រាប់តែដីគដុំថ្មធំអីចឹងអាហ្នឹងវាបញ្ហាគឺកើតគ្រោះក្នុងតម្រងនោមហីចាអញ្ចឹងអាហ្នឹងគឺរឿងដែលកើតឡើងពីការដេកមជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើងអញ្ចឹងចង់សាកដាក់ដុំថ្មអីធំអីទៅដាក់ទិសខាងជើងសាកមើលអត់ចង់សាកអេមានអ្នកសាកអត់មានធ្លាប់សាកអេអ្នកធ្លាប់សាកអត់បានមកយ៉ាងហ្នឹងគាត់សាកគាត់រៀនឲ្យគាត់សាកសាកឲ្យគ្រោះក្នុងតម្រងនោមចាព្រោះធម្មតាអស់នេះយើងមិនចាំបាច់ជឿតែយើងអាចសាកបានតែសាកល្អកុំសាកអាធ្ងន់ចាសាកដែលឈឺសាច់អីកុំអីខ្ញុំធ្លាប់សាកចូលពេទ្យទៅ ICU 2 ដងតែសាកអីខ្ញុំអត់ងាយជឿទេសូម្បីតែហុងស៊ុយក៏ខ្ញុំអត់ជឿដែរពីមុនណាខ្ញុំមិនជឿលើអ្វីទាំងអស់ក្រៅពីខ្លួនឯង
ប៉ុន្តែអាភាពវិន័យរបស់យើងនឹងវាអត់បានធ្វើឲ្យយើងជោគជ័យទេអញ្ចឹងយើងសាកល្បងដាក់ចិត្តតិចស្រាវជ្រាវពេលយើងរៀនហើយយើងតេស្តយើងយកវិជានឹងមកតេស្តថាពិតអត់តែប្រភេទគេមានដែរធម្មតាហ្វុងស៊ុយចាជា2ល្អនិងមិនល្អសាក់ហេងឬសាក់ស៊ុយមិត្តភក្តិសាក់ហេងខ្ញុំសាក់ស៊ុយអញ្ចឹងគេសាក់ហេងគេហេងទៅខ្ញុំសាក់ស៊ុយខ្ញុំចូលពេទ្យទៅ2ដងខ្ញុំចូលពេទ្យលើកទី1គឺថាចៃដន្យអត់ជឿទៀតគឺថាចៃដន្យតែដល់ពេលលើកទី2បន្ទាប់ពីជាឲ្យសាក់លើកទី2សាក់រៀងធ្ងន់តិចចូល ICU អញ្ចឹងទៅលោកគ្រូសួរថាសាក់ទៀតអត់ខ្ញុំអត់សាក់ទេពួក ICU ហ្នឹងបានហើយចប់តំណែងក្រោយមកទៀតយើងយកវិជានឹងតេស្តមកទៀតបើយើងដឹងថាគ្រប់យ៉ាងមិនមែនជាជំនឿទេហ្វុងស៊ុយមិនមែនជំនឿទេហ្វុងគឺខ្យល់ស៊ុយគឺទឹកអញ្ចឹងលំហូរខ្យល់និងទឹកបើមកពីទិសល្អធ្វើឲ្យយើងការគិតរបស់យើងគិតត្រូវសម្រាប់ចិត្តត្រូវតែផ្សាក់យើងអង្គុយនេះស្មាតោមានក្លិនមួយស្អុយភាយចូលមកសួរថាយើងអង្គុយនៅហ្នឹងយើងសុខសប្បាយទេអារម្មណ៍យើងល្អអត់ចាអាហ្នឹងគឺហ្វុងស៊ុយមិនល្អអញ្ចឹងហ្វុងស៊ុយគឺបើយើងកុំនិយាយភាសាចិនយើងនិយាយភាសាខ្មែរមកវិញមកអាហ្នឹងក្បួនអីគេក្បួនការរៀបចរន្តខ្យល់ហើយនឹងទឹកឲ្យវាមានផាសុខភាពចាខ្យល់មកពីទិសណាហេខ្យល់មកពីទិសណាស៊ុយជាមួយតារាសាស្ត្រទិសណាហេទិសណាស៊ុយនឹងហើយដែលធ្វើឲ្យយើងកាលណាខ្យល់ល្អមកការគិតយើងល្អសតិបញ្ញាយើងល្អខួរក្បាលយើងល្អយើងគិតត្រូវសម្រាប់ចិត្តត្រូវតែបើសិនជាខ្យល់មកដែលទិសមិនល្អវិញគិតខុសសម្រាប់ចិត្តខុសដាក់ទុនខុសយើងក្រហើយមិនចឹងចាអញ្ចឹងចំណុចនេះហ្វុងស៊ុយអត់មានជំនឿទេលើកលែងតែជាជំនឿសាសនាបើជំនឿសាសនាដូចជាសាសនាតៅជំនឿសាសនាបែបចិនជំនឿសាសនាបែបខ្មែរនឹងគឺជាជំនឿត្រូវមានការគោរពប្រតិបត្តិសែនបែបនេះហេសែនបែបនោះស៊ុយអាហ្នឹងគឺជំនឿប៉ុន្តែការសែនឆេងមេងក៏ដោយចូលឆ្នាំចិនក៏ដោយបើសិនតែយើងចង់ហេយើងដឹងថាជ្រុលទៅសែនឲ្យដាក់ពោឲ្យទៅត្រូវតាមកម្លាំងថ្ងៃពោត្រូវកម្លាំងថ្ងៃកម្លាំងឆ្នាំទៅគឺវាទាញឲ្យធម៌ពលចក្រវាលហ្នឹងយើងទៅស្រូបធម៌ពលចក្រវាលហ្នឹងមកឲ្យយើងគិតត្រូវសម្រាប់ចិត្តត្រូវមិនមែនសែនហើយលុយធ្លាក់ទៅលើមេឃទេសែនហើយគឺធ្វើឲ្យយើងគិតត្រូវសម្រាប់ចិត្តត្រូវជួបឱកាសយើងចេះចាប់ឱកាសកុំច្រឡំណារៀបហុងស៊ុយលុយអត់ធ្លាក់ពីលើមេឃទេចារៀបហុងស៊ុយគឺធ្វើឲ្យការគិតយើងគិតត្រូវសម្រាប់ចិត្តត្រូវសុខភាពយើងមានផាសុខភាពចាមនុស្សយើងនៅមានសុខភាពយើងល្អខួរក្បាលយើងល្អយើងគិតល្អសម្រាប់ចិត្តត្រូវធ្វើការងារត្រូវឧស្សាហ៍ព្យាយាមអាហ្នឹងហើយគឺហ្វុងស៊ុយល្អហើយចាអញ្ចឹងអ្នកខ្លះថាអូរៀបហុងស៊ុយមិនបាច់រកស៊ីឯងមានអត់មានទេចាដូចគេយកបាយមកដាក់ហ្នឹងបើយើងមិនញ៉ាំផងមិនតែឆ្អែតតោះយើងតែញ៉ាំបញ្ចេញសមត្ថភាពយើងថាយើងតែដួសបាយញ៉ាំអាហ្នឹងបើយើងឆ្អែតហ្នឹងអញ្ចឹងណាដូចគ្នាអញ្ចឹងយើងគិតងាយៗថ្ងៃនេះបែងចែកឲ្យដាច់រវាងជំនឿនិងហុងស៊ុយហើយនឹងការសែនបែបណាហេសួរតាសែនខ្ញុំនិយាយថាសែនអត់មានរឿងហុងស៊ុយទេសែនគឺជាជំនឿអញ្ចឹងចូលឆ្នាំចិនរបៀបសែនគឺសែនបែបជំនឿប៉ុន្តែពណ៌ដែលយើងប្រើគឺយើងយកវិជាហ្វុងស៊ុយដែលយើងគណនារវាងថាមពលចក្រវាលកម្លាំងថ្ងៃនិងកម្លាំងឆ្នាំយកមកដាក់ថាថ្ងៃហ្នឹងថ្ងៃអីពណ៌អីដែលហេងសម្រាប់យើងបើចូលតាសែនអស់លុយហើយយកអាពណ៌ហេងមកឲ្យយើងស្មើនឹងយើង start អ្វីដែលហេងចូលយើងមិនមែន start ជំនឿចូលយើងទេអញ្ចឹងណាជំនឿយើងជឿថាអូខេថ្ងៃនេះទិសនេះហេងដាក់ពណ៌នេះហេងអញ្ចឹងមកពេលដែលយើងអង្គុយចំកន្លែងហ្នឹងសែនចំកន្លែងហ្នឹងស្មើនឹងអាហ្វ្រេកង់ដែលយើង connect ជាមួយនឹងតារាសាស្ត្រនឹងផែនដីនេះគឺឲ្យខួរក្បាលយើងគិតត្រូវសម្រាប់ចិត្តត្រូវអាហ្នឹងហើយដែលធ្វើឲ្យយើងហេងមនុស្សម្នាក់ជោគជ័យលើការគិតរបស់យើងការសម្រេចចិត្តនឹងទង្វើរបស់យើងគិតត្រូវបើយើងអត់ធ្វើក៏អត់បានប្រយោជន៍ដែរមិនអញ្ចឹងយើងគិតត្រូវយើងធ្វើយើងដាក់ចិត្តធ្វើយើងអត់ធ្មត់តស៊ូយើងជោគជ័យឧបសគ្គអ្នកណាក៏មានដែរប៉ុន្តែសំខាន់យើងចេះដោះស្រាយឧបសគ្គឬអត់ចាអាហ្នឹងអញ្ចឹងអ្នកខ្លះបែងចែកអត់ដាច់ទេហុងស៊ុយសាសរៀបហុងស៊ុយមានដែរខ្ញុំរៀបហុងស៊ុយខ្ញុំអត់ធ្វើការក្រដូចតែគ្នាទេកុំថាឡើយអ្នកធម្មតាគ្រូហ្វុងស៊ុយក៏ក្រដែរបើអត់ចេះធ្វើការអញ្ចឹងចាអញ្ចឹងកតាវិជាហ្វុងស៊ុយមុននឹងរៀនវិជាហុងស៊ុយគេចែកឲ្យយើងដឹងច្បាស់ហ្មងថាមនុស្សជោគជ័យអាស្រ័យលើកតាអីខ្លះចាមនុស្សយើងជោគជ័យអាស្រ័យលើកតា3យ៉ាងកតាទី1គឺកតាមនុស្សគឺខ្លួនរបស់យើងនឹងឯងសមត្ថភាពរបស់យើងនឹងឯងបើយើងខ្វះសមត្ថភាពយើងខ្វះចំណេះដឹងយើងទៅរៀនសិនរៀនយកចំណេះដឹងចំណេះជំនាញឲ្យច្បាស់យើងចេះចំណេះយើងមានចំណេះដឹងមានចំណេះជំនាញតែបើចរិតយើងអន់យើងគ្មានការអត់ធ្មត់មានការតស៊ូគ្មានភាពស្មោះត្រង់កតាមនុស្សយើងនៅតែ0អញ្ចឹងបើកតាមនុស្សយើង0ទៅយកបោកហុងស៊ុយគុណនឹង100ដងក៏0គុណ100ប្រមាណ0ដដែលហ្នឹងចាអញ្ចឹងវិជាហ្វុងស៊ុយគេចែកដាច់ហ្មងមនុស្សជោគជ័យអាស្រ័យកតាបើយ៉ាងទី1គឺកតាមនុស្សបើមកកតាមនុស្សយើង0ហើយមិនចាំបាច់យកហុងស៊ុយទេដោយប្រពុតនិយាយថាចង់ឲ្យទេវតាជួយបើខ្លួនឯងមិនចេះជួយខ្លួនឯងផងទេវតាណាជួយបានគឺជួយបានទេហ្នឹងអញ្ចឹងហ្វុងស៊ុយដូចគ្នាកតាមនុស្សយើងខ្លាំងហ្វុងស៊ុយគឺតួគុណទេតួពង្រីកភាពជោគជ័យតួដែលទាញឱកាសឲ្យយើងសម្រេចចិត្តត្រូវឃើញអ្នកខ្លះគាត់កតាមនុស្សគាត់បកកែតែការភាពបកកែរបស់គាត់សម្រេចចិត្តខុសធ្វើការខុសអញ្ចឹងគាត់ធ្វើការខុសសម្រេចចិត្តខុសគាត់មានជោគជ័យណាបើគាត់ដាក់ទុនទៅខុសហើយហ្នឹងគាត់ជាមនុស្សអាសាដែរតែគាត់អត់ជោគជ័យតែអ្នកខ្លះអាសាដែរប៉ុន្តែខាត់អីគេជោគជ័យគេអាសាត្រឹមតែ2ឆ្នាំ3ឆ្នាំគេខ្លាចជាអ្នកមានយើងអាសា10ឆ្នាំរកតឡានជិះមួយអត់មានផងហ្នឹងអាហ្នឹងគឺអាសាខុសមានតែអ្នកអាសាខុសនេះទុំតែអាសាត្រូវបាន1ឆ្នាំ2ឆ្នាំហ្នឹងទេចាអញ្ចឹងបើថាអ្នកអាសាព្យាយាមអាសាឲ្យត្រូវក្បួនអាសាឲ្យត្រូវក្បួនយើងអត់ខាតពេលយើងធ្វើការ1ឆ្នាំជួនកាលគេ10ឆ្នាំអត់ស្មើនឹងយើង1ឆ្នាំទេអញ្ចឹងវិជាហ្វុងស៊ុយគឺបែបហ្នឹង
ការគិតរបស់យើងគិតឲ្យត្រូវសម្រាប់ចិត្តឲ្យត្រូវដើរឲ្យត្រូវហ្នឹងគឺកត្តាមនុស្សចាអញ្ចឹងតួផងស៊ុយគឺទាញឱកាសមកឲ្យយើងថាយើងនឹងជួបឱកាសនេះជួបឱកាសនេះកត្តាមនុស្សរបស់យើងគិតថាតើឱកាសមួយណាជាឱកាសហេងរបស់យើងឱកាសស៊ុយរបស់យើងជួនកាលវាមកបែបរូបភាពបន្លំភ្នែកចាមានហេងមានស៊ុយមានល្អមានមិនល្អអ្នកខ្លះប្រមូលយើងរស់ស៊ីតែរស់ស៊ីមុខរបរហ្នឹងហេងអ្នកខ្លះប្រមូលរស់ស៊ីដូចគ្នាតែមុខរបរហ្នឹងទាញយើងធ្លាក់ទឹកអញ្ចឹងគឺកត្តាមនុស្សយើងនេះជាអ្នកសម្រេចថាតើឱកាសមួយណាដែលជាឱកាសហេងអញ្ចឹងដូចគ្នាការ start up សំខាន់ការ start up នៃការចូលឆ្នាំខ្មែរក៏ដោយចូលឆ្នាំចិនក៏ដោយចូលឆ្នាំសកលក៏ដោយ start up នៃការបើកហាងក៏ដោយចារៀបការក៏ដោយការ start up នេះគឺសំខាន់ណាស់ជាពិសេសសំបីតែការ start up អីគេផ្សំទំនេរអានេះសំខាន់ណាស់និយាយមែនចាការ start up ផ្សំទំនេរគឺតែការ start up នៃការកសាងគ្រួសារមួយថ្មី start up ល្អស្មើនឹងល្អ start up មិនល្អស្មើនឹងអត់ល្អតែខ្លះហេតុអីថាអូនៅអត់ចោះសម្រុងគ្នាលេងលះគ្នាសិនណារើសវេលាការសារថ្មីអានឹងអញ្ចឹងការ start up ស្អីក៏ដោយការ start up សំខាន់ការបើកហាងថ្មីចូលផ្ទះថ្មីនិយាយទៅហើយចូលឆ្នាំគឺចូលឆ្នាំថ្មីគឺសំខាន់អញ្ចឹងអ្វីដែលថ្មីបើជាទម្លាប់ថ្ងៃទី1ត្រូវធ្វើអីបើអាចឡើងភ្នំអញ្ចឹងទៅឡើងឲ្យខ្ពស់អញ្ចឹងទៅមានចរាយន្តអ្នកខ្លះចង់ទៅ Sky Bar អូតែណាខ្ពស់ Sky Bar ឡើងចរាយន្តឡើងទៅតែកុំភ្លេចបើតឡើងទៅអត់មានទៅញ៉ាំអីនៅលើហ្នឹងមិនគេឲ្យឡើងចាអញ្ចឹងការ start up ដំបូងថ្ងៃទី1គឺត្រូវធ្វើម៉េចអានេះបើសិនជាចូលឆ្នាំសកលណាថ្ងៃទី1ធ្វើម៉េចឡើងឲ្យខ្ពស់ឡើងភ្នំក៏បានចានៅកន្លែងខ្ពស់នេះជាចន្លោះក៏បានថ្ងៃទី2ធ្វើអីដែលសប្បាយទិញកាដូសម្រាប់ខ្លួនឯងថ្មីទៅថ្ងៃទី3ធ្វើអីសប្បាយទី1ទី2ទី3ភាពរីករាយគឺ start up នៃសុភមង្គល start ដំបូងពឹបចូលឆ្នាំភ្លាមមួម៉ៅរោរឿងឆ្លោះទាស់ទែងមួយឆ្នាំហ្នឹងចាំមើលរឿងទៅតាមហ្នឹងហើយហ្នឹងគឺការ start up អញ្ចឹងនៅពេលដែលចូលឆ្នាំចិនយើងដែលចិនគេតំណមថាឲ្យតែចូលឆ្នាំគេហាមជេរឆ្លោះគ្នាប៉ុណ្ណាខឹងគ្នាប៉ុណ្ណាហាមជេរឲ្យទប់អានេះគឺបែបហ្នឹងពីបុរាណគាត់និយាយមកគឺបែបហ្នឹងអញ្ចឹងការ start up អានេះគឺនិយាយពីការចាប់ផ្ដើមការចាប់ផ្ដើម start អ្វីដែលថ្មីគឺ start អ្វីដែលវិជ្ជមានអញ្ចឹងដូចគ្នាការសែនក៏យើងគិតថាសែនវាជាជំនឿសាសនារបស់ចិនទេចាសាសនារបស់ចិនប៉ុន្តែខ្មែរយើងក៏កាត់ចិនច្រើនដែរអញ្ចឹងដល់ពេលដែលយើងសែនបើជ្រុលតាសែនដាក់ពោឲ្យត្រូវទៅសែនឲ្យត្រូវទៅវាស្មើនឹងអត់មានអីដែលទៅពិឃាតនឹងថាមពលរបស់ចក្រវាលនៅក្នុងថ្ងៃហ្នឹងទេចានឹងអញ្ចឹងចាត្រឡប់ទៅចំណុចដែលថាកុំឲ្យខឹងកុំឲ្យអត់សុបាយចិត្តឥឡូវចង់សួរទៅបងប្អូនខាងមុខវិញលោកពូអ្នកមីងបងប្អូនទាំងអស់នៅទីនេះអាចធ្វើបានអត់ថ្ងៃសែនកុំឲ្យមាន stress ឲ្យសុបាយចិត្តឲ្យខ្លាំងកុំឲ្យខឹងគ្នាធ្វើបានទេអត់ពិបាកទេត្រូវទេចាចាំបានថាថ្ងៃសែនគឺជាថ្ងៃដែលយើងឃើញស្នាមញញឹមចាបើសិនជាថាមើលអាស្រ័យខ្លាំងសមាធិហ្មងទៅចាធ្វើសមាធិហ្មងចាអាហ្នឹងគឺក៏ល្អដូចគ្នាដែរចាហើយមួយទៀតខ្ញុំទៅនិយាយដែរខាងកើតត្បូងឈៀងកើតខាងត្បូងនឹងទៅខាងជើងតែនៅជើងឈៀងកើតចាជើងឈៀងកើតយើងប្រើក្រហមក៏អត់អីដែរចាអត់បញ្ហាទេឬមួយក៏បើសិននៅកណ្ដាលទៀតដាក់ទឹកប៊ិចក៏កាន់តែលយដែរកាន់តែល្អដែរចាហើយទឹកខាងលិចប្រើពណ៌លឿងទៅចាខាងលិចប្រើពណ៌លឿងលិចចំណាចាសម្រាប់ដែលយើងសែនប្រើពណ៌លឿងតែចំណែកត្បូងឈៀងលិចតារាសាស្ត្រចោលផ្ទះដែលបងប្អូនដែលមានទិសបែរទិសទៅត្បូងឈៀងលិចណាឆ្នាំនេះកុំឲ្យមានការស្វានដំបើសិនស្វានដំអាចនឹងមានចោលចូលផ្ទះឬមួយមានការបាត់របស់ឬមួយក៏ឆ្លោះទាស់ទែងគ្នាតែបើយើងអត់មានស្វានដំអីទេអត់បញ្ហាទេចាហើយបើអាចកម្រាលជើងយើងនៅច្រកទ្វារចូលមកទ្វារចូលដាក់កម្រាលជើងទឹកបិចទៅត្បូងឈៀងលិចណាចាដើម្បីយើងកាត់ថាមពលតារាសាស្ត្រចោលកុំឲ្យមានបញ្ហាឬការបាត់របស់ឬចំនួនទាស់ទែងគ្នានេះសំខាន់តែបើសិនជានៅជើងឈៀងលិចចឹងកាលណាជើងឈៀងលិចអានេះប្រយ័ត្នមែនតើជំងឺចំតារាសាស្ត្រជំងឺផ្ទះដែលបាយត្បូងមុខទៅជើងឈៀងលិចគឺចំតារាសាស្ត្រជំងឺឆ្នាំនេះអាចប្រឈមនឹងសមាជិកគ្រួសារជាពិសេសមេគ្រួសារប្រុសអាចនឹងមានបញ្ហាសុខភាពឲ្យប្រយ័ត្នយើងអាចនឹងតាំងឃ្លោកនៅមុខផ្ទះឬមួយកណ្ដឹងខ្យល់នៅមុខផ្ទះក៏បានឬអាកាសចិនព្យួរនឹងអាទ្វារចេញចូលបើកទ្វារហ្នឹងក៏ព្យួរនឹងបែបហ្នឹងក៏បានដែរដើម្បីរំសាយធម្មពលអវិជ្ជមានធម្មពលជំងឺអញ្ចឹងឲ្យប្រយ័ត្នមែនទែនចាហើយជាពិសេសឆ្នាំនេះឲ្យប្រយ័ត្នថែរក្សាសុខភាពពោះវៀនតិចភ្នែកគឺសំខាន់ហើយនឹងស្បែកឆ្នាំនេះ UV ខ្លាំងការពារពន្លឺខ្លាំងវាអាចនឹងស្បែកយើងវិវត្តណាបើកាលណាយើងត្រូវពន្លឺថ្ងៃខ្លាំងគឺអាចវិវត្តទៅមហារីកអីផ្សេងអញ្ចឹងដោយសារកម្លាំងពន្លឺថ្ងៃខ្លាំងពេកអញ្ចឹងហើយយើងការពារសុខភាពស្បែករបស់យើងទៅណាយើងពាក់កៅអៅ UV ទៅប៉ុន្តែសំខាន់គឺញ៉ាំអាហារអីដែលមិនទៅប៉ះពាល់ដល់ពោះវៀនយើងមានបញ្ហាចាឲ្យប្រយ័ត្នណាពោះវៀនតម្រងនោមនឹងក៏ស្រាប់តែមានបញ្ហាដែរអញ្ចឹងតម្រងនោមមានបញ្ហានិយាយទៅប៉ះអ្នកលក់ទៀតកុំនិយាយអីចាអត់អីទេអញ្ចឹងសំខាន់យើងញ៉ាំអ្វីដែលកុំឲ្យវាទៅប៉ះពាល់ទៅចាជាពិសេសអាហារសុខភាពឬបន្លែសុខភាពមែនតើបន្លែសុខភាពដូចជាបងសម្បូរមែនតើចាបន្លែអ៊ូហ្គានិកសម្បូរហ្មងពួកអីទៅដល់ចការខ្លួនឯងខ្ញុំឃើញចោលទៅដល់ជួបកសិករឲ្យដាំខ្លួនឯងមិនមែនខ្ញុំនិយាយមែនកន្លែងនេះខ្ញុំ respect គ្រប់បងមែនតើពួកដោយសារអី
ពេលដែលប្រទេសជាតិមានបញ្ហាគាត់ចេញមុខហ្មងចាជិះមកចេញមុខជួយច្រើនជួយទាំងសង្គមជួយទាំង government ទៀតចាជាពិសេសបងប្អូនប្រជាកសិករហើយខ្មែរយើងបើសិនជាយើងចង់ឲ្យយើងរីកចម្រើនតែ5ឆ្នាំទៅមុខឬ10ឆ្នាំទៅមុខជាយាមកុំឲ្យលំហលុយចេញទៅក្រៅប្រទេសបើអត់លំហលុយចេញក្រៅប្រទេសមានតែយើងប្រើរបស់ខ្មែរយើងប្រើរបស់ខ្មែរប្រជាជនកសិករខ្មែរគាត់ដាំឲ្យគាត់មានទីផ្សារចាអញ្ចឹងដល់តែពេលអត់លុយចេញក្រៅប្រទេសតលតែយើងទិញរបស់ពីក្រុមហ៊ុនក្នុងស្រុកកុំតែទិញក្រុមហ៊ុនក្រៅស្រុកគេចំណេញគេយកលុយចេញក្រៅប្រទេសទៀតបាត់ហើយមិនអញ្ចឹងបើខ្ញុំទិញរបស់ប្រើប្រាស់ខ្ញុំចូលទិញទៅក្នុងជីបម៉ុងឯងតែខ្ញុំនៅខាង5កំ8ខ្ញុំចូលទៅជីបម៉ុង5កំ8នៅនេះឆ្ងាយអញ្ចឹងបើសិនតែយើងទិញបន្លែរបស់ប្រើប្រាស់ទាំងអស់ក្នុងស្រុកតែទិញនៅក្នុងផ្សារក្នុងស្រុកលុយយើងនៅក្នុងស្រុកហើយចាអញ្ចឹងបើសិនតែយើងទិញបន្លែខ្ញុំឧទាហរណ៍ចុះស្ពៃបើយើងអត់នាំចូលមកទេអញ្ចឹងយើងទិញពីកសិករខាងជីបម៉ុងគាត់ទៅទិញផ្សារជីបម៉ុងគាត់ទៅទិញពីកសិករលុយបានកសិករចរន្តលុយវិលជុំចាគឺចរន្តលុយប្រជាកសិករខ្មែរយើងគឺមានការងារធ្វើហើយម្យ៉ាងយើងក៏មិនប្រឈមនឹងមហារីកដែរកាលណាយើងញ៉ាំដំណាំក្នុងស្រុកច្រើនអอร์ហ្គានិកច្រើនសុខភាពយើងក៏មិនចាំបាច់យកលុយឲ្យពេទ្យច្រើនដែរយើងចំណេញច្រើនឃើញទេចំណេញចរន្តលុយក្នុងស្រុកចំណេញទាំងសុខភាពមិនយកលុយឲ្យថ្លៃពេទ្យច្រើនចំណេញទៅខាតចង់ឲ្យខ្មែរមានឬខ្មែរក្រចុះបើខ្មែរមានតែប្រើផលិតផលក្នុងស្រុកឲ្យច្រើនកាត់បន្ថយផលិតផលក្រៅប្រទេសហើយចំណុចខ្លាំងបំផុតយើងចង់ឲ្យខ្មែរយើងរុងរឿងអត់ចង់អត់ចង់តើយើងសាមគ្គីគ្នាយើងអត់បែកបាក់ផ្ទៃក្នុងយើងអត់បែកបាក់ពួកយើងសាមគ្គីគ្នាបាត់ខ្មែរយើងរស់ខ្មែរយើងរឹងមាំតែបើយើងបែកបាក់សាមគ្គីគ្នាហើយចប់ហើយមានលុយប្រហែលក៏ដោយដែរតែបើមានលុយហើយទៅនៅក្នុងស្រុកគេជ្រកក្នុងទឹកដីគេវាអត់ន័យទេចាសំខាន់មានលុយហើយយើងនៅទឹកដីយើងប្រទេសយើងទឹកដីយើងទឹកដីកូនខ្មែរយើងអាហ្នឹងបានសំខាន់ចាអញ្ចឹងបានថាខ្ញុំសូមតសើសម្រាប់បងប្អូនខ្មែរយើងដែលគាត់ស្រឡាញ់ទឹកដីពហិការអត់ប្រើរបស់ថៃប្រើរបស់ខ្មែរមួយរយៈនេះគឺខ្ញុំឃើញស្នេហាជាតិច្រើនតែក៏មានចំនួនតូចដែលគាត់ព្យាយាមបំបាក់ផ្ទៃក្នុងបំបាក់ធនធានមនុស្សខ្មែរយើងអ្នកដែលបកាយព្យាយាមលាបពណ៌អញ្ចឹងឆ្នាំនេះគឺឆ្នាំដែលប្រឈមនឹងការលាបពណ៌បដិទ្ធរឿងក្នុង social media បែបអាក្រក់បំផ្លាញកិត្តិយសអ្នកដតីគឺសម្បូរនៅក្នុងឆ្នាំហ្នឹងអញ្ចឹងឲ្យប្រយ័ត្នការពារមែនទែនសម្រាប់ធនធានមនុស្សខ្មែរយើងនៅក្នុងឆ្នាំនេះចាតែបំបាក់ហើយគេទិញតបាត់តែបំបាក់ហើយគេទិញទៅហើយចាហើយខ្មែរយើងបើសិនជាចង់កាន់តែខ្លាំងបដោះបដាដូចបងប្អូនមិញមករំមិញនេះឃើញទេពីក្មេងហ្នឹងទៅគឺបដោះឲ្យខ្លាំងតាំងពីក្មេងហ្នឹងទៅកាលណាខ្មែរយើងមានធនធានមនុស្សល្អខ្លាំងគឺខ្មែរយើងខ្លាំងហើយយើងមើលថាសិង្ហបុរីគេប្រមូលអ្នកខ្លាំងចូលប្រទេសគេទាំងអស់គ្រប់ផ្នែកគេហ៊ានទិញអ្នកខ្លាំងនៅប្រទេសណាគេហ៊ានទិញដេញថ្លៃទិញយកមកធ្វើការឲ្យគេហើយបដោះបដាលប្រជាជនគេកូនក្មេងៗជំនាន់ក្រោយគេឲ្យខ្លាំងអញ្ចឹងប្រទេសគេតូចប្រជាជនគេតិចប៉ុន្តែហេតុអីគេខ្លាំងម៉េចសេដ្ឋកិច្ចគេខ្លាំងម៉េចអញ្ចឹងខ្លួនយើងគឺយើងថាប្រទេសយើងតូចតែតូចទៅយើងធ្វើតូចឲ្យតាន់ទៅតូចប្រទេសយើងតូចតែតូចឲ្យតាន់ផ្ដើមឡើងពីប្រជាពលរដ្ឋខ្មែរយើងចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនយើងចំណេះជំនាញខ្លួនយើងចេះស្រឡាញ់ចេះប្រើប្រាស់ take care សុខភាពរបស់យើងស្រឡាញ់គ្នាខ្មែរយើងជួបគ្នាខ្ញុំដាក់គ្នាទៅចាំបាច់ជួបគ្នាឆ្លោះគ្នាវាយប្រហារគ្នាអាណាផុសមួយបំពេញចិត្តជេរគ្នាពេញ Facebook ដែលឃើញខាងសិង្ហបុរីទៅផុស Facebook ជេរគ្នាអត់ដែលឃើញទេសិង្ហបុរីគឺអត់ទេភាពថ្លៃថ្នូររបស់គេគឺបែបហ្នឹងអញ្ចឹងហេតុអីបើយើងឃើញតែគេថ្លៃថ្នូរយើងរៀនតាមគេទៅកុំឃើញគេផុស Facebook មួយជេរតគ្នាភាពថ្លៃថ្នូរយើងទៅណាអាហ្នឹងគឺអត់មានទេអញ្ចឹងយើងចាប់ដើមកែម្ដងបន្តិចពីកន្លែងហ្នឹងដែលជួយឲ្យយើងនឹងប្រសើរឡើងផ្ដើមពីយើងទាំងអស់គ្នាទេតែខ្មែរយើងរួបរวมគ្នាខ្មែរយើងខ្លាំងហើយដូចគ្នាខ្មែរយើងញ៉ាំអាហារសុខភាពញ៉ាំបន្លែសុខភាពយើងកាត់បន្ថយតាំងពីលុយចេញទៅក្រៅប្រទេសកាត់បន្ថយតាំងពីទិញថ្នាំធម្មតាទិញថ្នាំពីច្រើនថ្នាំទីក្រៅប្រទេសដូចគ្នាឃើញទេចរន្តលុយក៏យកទៅឲ្យគេពីទៅក្រៅប្រទេសទៀតអញ្ចឹងបើសុខភាពយើងល្អយើងអត់សូវឈឺតែកាលណាយើងអត់ឈឺលុយក៏អត់ចេញក្រៅប្រទេសចាអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងធម្មតាចរន្តលុយនៅថ្នាក់ក្រោមថ្នាក់កណ្ដាលដើរប្រទេសយើងរីកចម្រើនហើយចាកុំឲ្យឡើងទៅលើមានតែលើទៅក្រោមនឹងអ្នកខ្លះរកបាយញ៉ាំអត់បានប៉ុណ្ណាចាអញ្ចឹងយើងអត់ចង់អញ្ចឹងទេអញ្ចឹងដោយខាងអ្នកបងប្អូនកសិកម្មដែលគាត់ធ្វើកសិករបងប្អូនកសិករដែលគាត់ធ្វើដាំតសក់នៅជុំវិញគម្រោងខ្ញុំនៅយិនផារ៉ាដៃខ្ញុំសួរថាដាំតសក់ចំណេញអត់គាត់ថាអត់ទេតសក់ស៊ីគោអស់ហើយគាត់ថាតសក់ស៊ីគោអស់ហើយខ្ញុំឆ្ងល់តសក់អីចេះស៊ីគោតសក់ស៊ីគោគាត់អធិប្បាយមកថាគាត់ដាំតសក់ខាតគាត់លក់គោហ្នឹងទៅសងគេថ្លៃជីចាថ្លៃថ្នាំអីផ្សេងហ្នឹងអញ្ចឹងគាត់ថាតសក់ស៊ីគោខ្ញុំថាអូបានមេរៀនមួយតសក់ស៊ីគោចាស្វាយស៊ីគោឃើញទេតសក់ស៊ីគោស្វាយស៊ីគោចឹងដើម្បីកុំឲ្យតសក់ស៊ីគោស្វាយស៊ីគោតោះតែយើងហ្នឹងរួបរวมគ្នាប្រើបាយគេបន្លែក្នុងស្រុកហើយមិនបងប្អូនខ្មែរយើងងាកទៅញ៉ាំបន្លែក្នុងស្រុកអ្នកដាំហ្នឹងតែដាក់គីមីទេណាអ្នកដាំក៏ត្រូវតែរក្សាគុណភាពប្រើជីធម្មជាតិជីកំប៉ុស្តអីទៅដើម្បីអី
កុំចង់តែបានទិន្នផលតែអត់គិតសុខភាពអ្នកញ៉ាំអញ្ចឹងរួមគ្នាអ្នកដាំនិងអ្នកញ៉ាំទៅសហការគ្នាអ្នកដាំក៏ត្រូវគិតពីសុខភាពអ្នកញ៉ាំអ្នកញ៉ាំយកលុយទៅទិញពីអ្នកដាំក៏មានចរន្តលុយវើជុំគ្នាអញ្ចឹងមានបានទាំងអស់គ្នាប្រទេសយើងមកមានបានទាំងអស់គ្នាយើងសប្បាយចិត្តទាំងអស់គ្នាមែនទេចាំបាច់តែម្នាក់មានកប់ពពកមួយទៀតរកតែបាយញ៉ាំអត់បានយើងទៅឃើញអញ្ចឹងមានអីសប្បាយចិត្តហើយទេចាអញ្ចឹងហើយនៅពេលដែលយើងធ្វើអីក៏ដោយចែករំលែកគ្នាឲ្យបានច្រើនកាន់តែល្អអ្វីដែលយើងចេះលើសគេបន្តិចយើងជួយណែនាំគ្នាទៅដើម្បីបានសុខសប្បាយទាំងអស់គ្នាដូចករណីយើងសែនអញ្ចឹងបើផ្ទះបាយទៅមុខជាមួយគ្នាអាហ្នឹងវាមិនអីណាផ្ទះមួយបច្ច្រាស់ណាផ្ទះបរិយមួយបាយទៅកណ្ដោមួយបាយមកដែរអញ្ចឹងសែនអត់ដូចគ្នាទេចាប៉ុន្តែងាយក្រហមលឿងអត់ចេះខុសទេចាពីរហ្នឹងក្រហមលឿងអត់ចេះខុសទេផ្លែឈើពណ៌លឿងផ្លែឈើពណ៌ក្រហមផ្លែត្រឡប់អត់ចេះខុសទេហ្នឹងដាក់ទៅអត់ខុសទេពណ៌លឿងអត់ចេះខុសទេពណ៌លឿងពណ៌ធនាគារចា អរគុណអ្នកគ្រូអត់តទៅនឹងពណ៌ហ្នឹងចូលឧបមាថាគ្រួសារមួយដែលសមាជិកគ្រួសារពាក់ពណ៌យកហេងពណ៌លឿងពណ៌ក្រហមប៉ុន្តែចៃដន្យម៉ោងដែលយើងកំពុងសែនស្រាប់តែមានគេយកអីវ៉ាន់មកឲ្យឬក៏មានភៀវមកពាក់ដូចជាថ្ងៃចូលឆ្នាំបងប្អូនដឹងថាគេអត់ឲ្យពាក់ដូចជាពណ៌ខ្មៅបើគាត់ដាក់ចូលផ្ទះយើងចាំពេលរឿងរបស់គេតែអត់មានអានៅជាប់ខ្លួនយើងតែហេងតែគាត់ចូលមកក្នុងផ្ទះយើងដែរចូលចោលអត់បញ្ហាទេចាសំខាន់នេះនៅជាប់ខ្លួនយើងនេះអូពួកអីចង់ទៅចាត់កន្លែងហ្នឹងដែរពួកពេលខ្លះដូចផ្ទះខ្ញុំអីពងសែនអញ្ចឹងមានភៀវមកច្រើនដែរទាំងខ្លាច់ប៉ះពណ៌មិនបញ្ហាទេសំខាន់របស់ដែលជាប់ខ្លួនយើងចាអ្នកគ្រូចាអតិពលអ្នកដតីអត់សំខាន់ទេចាទោះបីថ្ងៃហ្នឹងក៏មានអ្នកស្លាប់ឬក៏ទៅបន់សពក៏យើងត្រូវតែទៅបន់ដូចគ្នាអត់បញ្ហាទេចាខ្ញុំឧទាហរណ៍ណាក្នុងកេសនេះជាខេសដែលសំណួរល្អខ្ញុំឧទាហរណ៍ថាថ្ងៃ17ថ្ងៃដែលគេតបឲ្យសบายចេះចៃដន្យមានបងប្អូនស្លាប់ហើយយើងຕົកសពចោលមែនយើងមិនត្រូវពាក់សមែនទេពាក់សពាក់ខ្មៅចាអញ្ចឹងតែយើងមិនមែនជាបងប្អូនឬក៏មិត្តភក្តិអីយើងអាចទៅបន់បានតែមិនមែនទៅបន់ពីអាល់កុហលទៅបន់ណាចាបើក្រហមដាក់ក្រហមពីក្នុងទៅលីអូក្រហមអញ្ចឹងទៅពេលអាពីក្រៅហ្នឹងជួយបានចាំពាក់កាន់តុកពណ៌សទៅចាបានដូចគ្នាចាអ្នកគ្រូចាដូចខ្លះនេះខ្ញុំនិយាយថាខ្លាចឆុងរហូតដល់មិនហ៊ានទៅបន់សពអាហ្នឹងខុសហើយចាទៅបន់សពមិនឆុងទេឆុងគឺទៅពេលដែលគេដំក្រាមមឈូសនោះគេដំក្រាមមឈូសហ្នឹងគឺបកអាសលេងហ្នឹងវាប៉ះចំអ្នកដែលឆ្នាំឆុងខែឆុងហ្នឹងទេតែពេលផុតពីដំហ្នឹងទៅអត់បញ្ហាទេអត់មានឆុងទេអញ្ចឹងខ្លះរៅលឺតែបនសំហ៊ានទៅឆ្នាំនេះខ្ញុំឆុងបងប្អូនស្រាប់ក៏ហ៊ានទៅអាហ្នឹងអាកតញ្ញូហ្មងអាហ្នឹងជំនឿបែបខុសអត់បានបនវិញទេអត់បានបនទេចាកុំខ្លាចឆុងរហូតដល់ហ្នឹងទេអរគុណអ្នកគ្រូខ្ញុំមានសំណួរមួយសំខាន់ដែរប៉ុន្តែមិនតាក់ទងនឹងការសែនចូលឆ្នាំទេប៉ុន្តែមិនសួរសំណួរហ្នឹងចង់ដឹងថាអ្នកគ្រូមានអ្វីបន្ថែមបញ្ជាក់ជូនក្នុងការសែនរបស់យើងនេះមានអីដែរបងប្អូនគួរដឹងចាំបាច់ចាខៅពីពណ៌ចំណុចនេះខ្ញុំចង់ជម្រាបបន្តិចក្នុងកណ្ដាលផ្ទះយើងធម្មតាដោយសារខ្ញុំសង្កេតឃើញបងប្អូនខ្មែរយើងគាត់ទីជាដែលគាត់រៀបហ្នឹងគឺគាត់រៀបនៅកណ្ដាលផ្ទះអត់និយាយស្រុកគេទេហុងកុងអត់មានទីជាទេសិង្ហបុរីក៏អត់មានទីជាតែខ្មែរយើងទីជាគ្រប់ផ្ទះចាអញ្ចឹងកាលណាទីជានៅកណ្ដាលផ្ទះឆ្នាំនេះតារាសាស្ត្រលេខ1ចចូលមកវាតារាសាស្ត្រធាតុទឹកអញ្ចឹងកណ្ដាលផ្ទះខ្លាចពណ៌លឿងកាលណាពណ៌លឿងដាក់ចូលមកគឺវាបង្ខាស់តារាសាស្ត្រធាតុទឹកហ្នឹងវាធ្វើឲ្យចរន្តលុយយើងនឹងស្រាំងស្ទះចឹងហើយយើងព្យាយាមយើងប្រើកណ្ដាលផ្ទះហ្នឹងយើងអាចប្រើជាថូផ្កាពណ៌ខៀវដាក់ទឹកទៅយើងដាក់ដើមឫស្សីនៅកណ្ដាលផ្ទះក៏បានឬមួយក៏យើងប្រើពាងអាកូនពាងទឹកប៉ុណ្ណឹងមកគូដាក់សងខាងនៅនឹងជញ្ជាំងផ្ទះរបស់យើងហ្នឹងដាក់ទឹកឲ្យជិតពេញទៅបានដូចគ្នាហើយបើអាចដាក់កាក់ចូលទៀតកាន់តែល្អកាក់6ចូលនៅក្នុងទឹកនឹងទៀតកាន់តែល្អដែរអាហ្នឹងវាក៏ការវាធ្វើឲ្យចរន្តលុយយើងនឹងល្អប៉ុន្តែកុំប្រើភ្លើងលោតកណ្ដាលផ្ទះកុំប្រើចាព្រោះហ្នឹងកាលណាប្រើយូរទៅនៅពេលដែលយើងវាភ្លេចដកវាចូលដល់ឆ្នាំដែលមិនល្អវាទៅជាប៉ះពាល់ដល់មានការស្ទះសរសៃឈាមបេះដូងឬក៏គាំងបេះដូងហ្នឹងអញ្ចឹងបើថានៅពេលដែលយើងធ្វើអីក៏ដោយកុំធ្វើតាមគ្នាពួកអីកណ្ដាលផ្ទះភាគច្រើនបើពេលថែមកណ្ដាលផ្ទះដូចសរសៃឈាមបេះដូងយើងអញ្ចឹងកាលណាកណ្ដាលផ្ទះមិនមែនកណ្ដាលបន្ទប់ទេណាខុសគ្នាកណ្ដាលបន្ទប់គេដាក់កង្ហារកណ្ដាលអត់អីទេតែផ្ទះដែលនៅចំកណ្ដាលផ្ទះដែលគេដាក់ភ្លើងអាហ្នឹងភ្លើងអ្នកខ្លះក៏យកទឹកធ្លាក់ដាក់ចំកណ្ដាលផ្ទះចាអាហ្នឹងហើយកុំចម្លែកដែលគាត់មានបញ្ហាស្ទះសរសៃឈាមបេះដូងចាអាហ្នឹងគឺបញ្ហាពួកកណ្ដាលផ្ទះជាបេះដូងរបស់មនុស្សយើងអញ្ចឹងកាលណាវាមានចលនានៅកណ្ដាលផ្ទះវាធ្វើឲ្យសរសៃឈាមបេះដូងយើងនឹងរត់អត់ស្រួលអាសាថប់ទៅហើមឬញ័រដើមទ្រូងឬមានបញ្ហាជំងឺបេះដូងកើតឡើងអាហ្នឹងគឺដោយសារកណ្ដាលផ្ទះរបស់យើងហ្នឹងវាមានចលនាតែអ្នកខ្លះបែងចែកអត់ដាច់រវាងកណ្ដាលផ្ទះនិងកណ្ដាលបន្ទប់កណ្ដាលបន្ទប់អត់បញ្ហាតែបើកណ្ដាលផ្ទះគេហៅថាមុំនៃផ្ទះបត់ជាពីរបែងមុំនៃផ្ទះហ្នឹងយើងបែងចែកខណ្ឌមកចំកណ្ដាលផ្ទះហ្នឹងដែលយើងដាក់ទឹកធ្លាក់ដាក់អីហ្នឹងជាភាសាចំណុចទីជួយហ្នឹងអញ្ចឹងបើសិនជាដាក់បាត់ហ្នឹងបញ្ហាហើយអាហ្នឹងដូចសរសៃឈាមបេះដូងមានបញ្ហាទៅដាក់រសើដាក់អីហ្នឹងអាហ្នឹងគឺបញ្ហាមកពីហ្នឹងហើយមួយទៀតទៅខែរឿងទឹកជំងឺឆ្នាំនេះគឺទឹកខាងជើងឈៀងលិចហ្នឹងគឺតារាសាស្ត្រជំងឺមេគ្រួសារប្រុសដែលអ្នកប៉ះពាល់ប្រយ័ត្នខ្លាំងមែនតើគឺមេគ្រួសារប្រុសអញ្ចឹងឆ្នាំនេះមេគ្រួសារប្រុសឲ្យប្រយ័ត្នរឿងសុខភាពហើយបើអ្នកហ្នឹងមានជូតក្នុងតួរិស័យឬមានគេហៅបើមើលរិស័យមានមាសយ៉ាងនៅក្នុងតួរិស័យខាងលើនឹងទៀតឲ្យប្រយ័ត្នរឿងពវៀនចាពវៀនធំអញ្ចឹងឆ្នាំនេះយើងឃើញអាការៈអ្នកដែលញ៉ាំអីចឹងទៅអាសាឆ្អល់អីហ្នឹងគឺបញ្ហាមកពីឥទ្ធិពលប្រចាំឆ្នាំនេះយើងហ្នឹងវាទៅប៉ះនឹងការឆុងពវៀនហ្នឹងញ៉ាំអាសាក្តៅពោះកុហលកាហាយក្នុងពោះហ្នឹងអញ្ចឹងយើងឆ្នាំនេះយើងញ៉ាំអីបែប organic
បន្លែ organic ខ្ញុំថ្ងៃមុនខ្ញុំធ្លាប់ធម្មតាខ្ញុំបើខ្ញុំនៅផ្ទះបន្លែផ្លែឈើវិញខ្ញុំទិញពីខាងជីម៉ុងពី5ខាង8ខ្ញុំទៅទិញកន្លែងហ្នឹងឯងតែដល់ពេលប្រហែលថ្ងៃមុនហ្នឹងខ្ញុំទៅកោះខ្ញុំអត់ដឹងថាកូនចៅខ្ញុំទិញពីណាទេទៅតាមចាមានអីញ៉ាំឆៅញ៉ាំតែមួយយប់ហ្នឹងឆ្អល់ពោះមួយយប់3ថ្ងៃយើងដឹងហ្មងថាពោះវៀនមានបញ្ហាអញ្ចឹងអាឆ្នាំនេះដោយសារឆ្នាំដែលវាមានឥទ្ធិពលដែលរុញទៅប៉ះពាល់នឹងពោះវៀនយើងអញ្ចឹងការញ៉ាំរបស់យើងហ្នឹងកាលណាញ៉ាំខុសគឺធ្វើឲ្យយើងដឹងភ្លាមហ្មងតែឆ្នាំខ្លះដែលវាមិនមានឥទ្ធិពលណាហ្នឹងពេលញ៉ាំខុសតិចតួចមិនជាបញ្ហាទេចាហើយឆ្នាំនេះមួយទៀតភ្នែកយើងក៏ត្រូវតែប្រយ័ត្នដែរពាក់បន្តាចេញក្រៅកន្លែងក្តៅពលឺថ្ងៃឲ្យពាក់បន្តាខ្មៅចាបើកាលណាអត់ពាក់បន្តាខ្មៅទេបញ្ហាភ្នែកហ្នឹងយើងជឿភ្នែកកាត់ឡើងចាតិចយើងក៏បញ្ហាដែរឆ្នាំនេះមានបញ្ហាតិចទៀតតិចត្រង់នោមនិយាយទៅប៉ះពាល់ខ្លាំងអញ្ចឹងអ្នកថ្នាំអ្នកដែលមានលក់ថ្នាំភ្នែកអញ្ចឹងលក់ដាច់ហើយលក់ប្រភេទ skin care ខាងការពារកម្ដៅថ្ងៃមុខការពារកម្ដៅថ្ងៃខ្លួនហ្នឹងក៏លក់ដាច់ដែរឆ្នាំហ្នឹងចានេះសម្រាប់អ្នកអនឡាញដល់ច្បាស់ហើយចាអរគុណអ្នកគ្រូសម្រាប់ការចែករំលែកអញ្ចឹងបើសិនជាបងប្អូនចង់ចំណេញពេលប្រយ័ត្ននៅក្នុងការញ៉ាំបន្លែផ្លែឈើអាសាមកផ្សារជីបម៉ុងចាតាមតំបន់បើខ្ញុំផ្ទះនៅក្នុងជីបម៉ុងដែនសែនសុកផ្លូវម៉ុងរទ្ធីម៉ាក់គាត់មេផ្ទះគាត់អាសាទៅក្នុងដែរអញ្ចឹងផ្សារជីបម៉ុងដោះស្រាយបញ្ហាបងប្អូនបានច្រើនហើយក៏យើងជួយដល់កសិករខ្មែរយើងហើយក៏អរគុណដល់ថ្នាក់ដឹកនាំរបស់ជីបម៉ុងដែរដែលបងស្រីចានៅខាងមុខតែម្ដងលោកជំទាវគឺបុករបរដែលល្អថ្លៃថ្នូរជួយបងប្អូនជួយដល់សុខភាពខ្មែរយើងថាបានបនច្រើនមែនតើចារ៉ូស៊ីដែលធ្វើឲ្យអតិថិជនយើងហ្នឹងមានសុខភាពល្អមានភាពរីកចម្រើនដៃគូរ៉ូស៊ីរបស់យើងមានភាពរីកចម្រើនអាហ្នឹងគេហៅមុខរបរដែលថ្លៃថ្នូរហើយមុខរបរដែលធរចាអរគុណបងស្រីចាអរគុណហើយជួយពរឲ្យមុខជំនួយគ្រប់យ៉ាងទាំងអស់របស់ជីបម៉ុងទទួលបានជោគជ័យហើយបងប្អូនបន្តគាំទ្រទាំងអស់គ្នាដោយសារពេលវេលារបស់យើងមានកំណត់ការពិតយើងមានសំណួរច្រើនក៏ប៉ុន្តែសូមពេលអ្នកគ្រូតែបន្តិចទៀតទេដោយសារឥឡូវនេះអ្នកគ្រូយើងមានការផ្សព្វផ្សាយក៏ដូចជាណែនាំបងប្អូនយើងធ្លាប់តែនិយាយពីបងប្អូនដែលគាត់មានលទ្ធភាពគាត់ចង់ទិញលេខទូរស័ព្ទ SIM យើងធ្លាប់តែលើ SIM VIP ប៉ុន្តែឥឡូវសុខថ្មីនេះយើងលើថា SIM យុគ9អ្នកគ្រូសូមឲ្យអ្នកគ្រូចែករំលែកពីព័ត៌មានតាក់ទងនឹង SIM នឹងបន្តិចចា SIM យុគ9ហ្នឹងគឺតែឈ្មោះទេចាដោយសារតែយើងចម្រាញ់ជា SIM ដែលល្អសម្រាប់ business មួយអញ្ចឹងយើងបែងចែក business ធាតុភ្លើងដូចជា media business ពាក់ព័ន្ធនឹងអចលនទ្រព្យបែបម៉េចអញ្ចឹងយើងបែងចែកប្រភេទលេខ SIM និងលេខទូរស័ព្ទហ្នឹងណាចាអញ្ចឹងហើយក៏យើងថាដាក់ឈ្មោះអីល្អបើ SIM ហុងស៊ុយអត់ត្រូវទេពោះហ្វុងស៊ុយនិយាយពីចរន្តខ្យល់និងទឹកហើយ SIM វាអត់មានខ្យល់ចេញមកទេអត់មានខ្យល់និងទឹកឯ SIM អញ្ចឹងគេថាប្រើ SIM ហុងស៊ុយអត់ត្រូវទេអញ្ចឹង SIM យុគ9គឺ SIM ស្មើនឹង SIM រីកចម្រើននៅក្នុងយុគ9អញ្ចឹងហើយគេចម្រាញ់យកលេខជាឧទាហរណ៍ថានៅក្នុងហ្នឹងគេមានចម្រាញ់ហោះហើយថាបើលេខអ្នកលក់ដូរតាមអាជីវករក្នុងផ្សារមានលេខបែបណាចាអញ្ចឹងក្នុងហ្នឹងគេមានយើងវាយទៅយើងដាក់លក់ដូរ SIM លក់ដូរ SIM លក់ដូរគេមានលេខតាមបែបលក់ដូរ SIM អ្នកដាក់តន់ដល់គូមិនសូវមានស្នេហ៍អីចឹងទៅក៏មាន SIM ដែលដាក់ទៅប្រើតាក់ទាញអញ្ចឹងទៅ SIM ហ្នឹងបែបលក់បានច្រើនមើលទៅ SIM អ្នកអត់តន់ដល់គូចង់បងប្អូនណានៅ single ខ្លះមើលលើកដៃឆាប់ដល់គូចាទិញ SIM ហ្នឹងទៅក៏អាចជួបអ្នកអត់តន់មានបងស្រីដែរសុំងើបតិចចាំដល់គូកុំភ្លេចចា SIM ជួយឲ្យយើងមានមុនស្នេហ៍ឆាប់បានជួបគូចាចាចឹងមកថាមែនតើលេខទូរស័ព្ទក៏មានឥទ្ធិពលចំពោះយើងដែរចាបើនៅបរទេសលេខ13គឺអត់ប្រើហ្មងសូម្បីតែចដាយន្តជាន់3ក៏គេអត់ប្រើដែរចាគេដាក់12ហើយ14យកហ្មងចាលេខទូរស័ព្ទកតុយ13ហ្នឹងគឺអត់ប្រើហ្មងគេលេខនាំគេទៅស្លាប់នាំបញ្ហាដល់គេអញ្ចឹងលេខ13មិនគួរប្រើ1331អញ្ចឹងណាចាប៉ុន្តែដល់ពេល SIM យុគ9មែនតើ100លេខរើសបាន14 5លេខទេក្នុង100លេខបាន4 5លេខអស់ហើយអញ្ចឹងគេក្នុងហ្នឹងគេមានរូបមន្តគេរើសនៅក្នុងហ្នឹងSIM បែបនេះ SIM សថៃ SIM មហាសថៃ SIM សថៃអចលនទ្រព្យគេមានរបៀបនេះទាំងអស់អាហ្នឹងគឺដំណើរដើមតងដែលឈ្មោះ SIM យុគ9ដោយសារយើងអត់ប្រើ SIM ហុងស៊ុយចាហុងស៊ុយ SIM អត់មានខ្យល់នឹងទឹកទេចា SIM យុគ9គឺឥទ្ធិពលនៃភាពរីកចម្រើនយុគ9ជាឈ្មោះ SIM អញ្ចឹងយើងចម្រាញ់យកតែ SIM ល្អទេដើម្បីអ្នកដែលប្រើទៅគេហៅទាញស្រូបទាញនៅអ្វីដែលវិជ្ជមានការគិតតំណែងនៅអ្វីដែលល្អអញ្ចឹងតែយើងនៅមានអ្វីដែលតំណែងល្អចូលមកក្នុងជីវិតការគិតយើងក៏ល្អដែរអាហ្នឹងអញ្ចឹងចាចាអរគុណច្រើនអ្នកគ្រូមុននឹងបញ្ចប់ការសន្ទនារបស់យើងបន្តិចទៀតអ្នកគ្រូនឹងមានរង្វាន់ធំចំនួន13រង្វាន់ជូនដល់បងប្អូនយើងប៉ុន្តែចង់បានជាសារសំខាន់មួយឬជាពាក្យជូនពរដល់បងប្អូនសម្រាប់ឆ្នាំថ្មីចាជូនពរឆ្នាំថ្មីអ្វីដែលខ្ញុំចង់បានជាងគេជូនពរឲ្យចង់បានជាងគេសូមឲ្យបងប្អូនខ្មែរយើងជួបសុខសន្តិភាពហើយប្រទេសយើងមានសន្តិភាពពេញលេញហើយប្រជាពលរដ្ឋខ្មែរយើងមានសុខភាពល្អជាពិសេសជោគជ័យគ្រប់គ្នាទាំងអស់ចាអរគុណអ្នកគ្រូអរគុណអ្នកគ្រូមួយទៀតតាក់ទងនឹងងើហេងមុខអ្នកគ្រូសលឹងមើលក្នុងចំណោមពួកខ្ញុំទាំងអស់អ្នកណាគេមានមុខងើហេងជាងគេសុំចាប់មួយហ្នឹងឯងងើហេងល្អមែនអត់អ្នកគ្រូដោយសារក្រែមក្រហមជាងគេមែនទេក្រែមយុគ9ណាចាថ្ងៃនេះយើងមានបងប្អូនមើលងើហេងមើលអាននិស័យបងប្អូនដែលអត់គិតថ្លៃដែរចឹងបងប្អូនចំណុចនេះ
ដោយសារតែឆ្នាំថ្មីយើងត្រូវដឹងថាឆ្នាំនេះយើងហេឬសួយមានទាំងងងហេងមានទាំងមើរិស័យអញ្ចឹងក្នុងហ្នឹងម្នាក់10នាទីល្មមឲ្យយើងដឹងថាឆ្នាំនេះយើងហេឬសួយការពារមិនអីចាជាការចែករំលែកហើយជាពិសេសងហេងមុខអ្នកខ្លះក៏ចង់កែមុខគាត់ល្អស្រាប់តកែកែឲ្យសួយធ្លាក់បដ ாய் អាពេលមិនតាន់កែរស់ស៊ីបានដល់ពេលកែហើយរស់ស៊ីធ្លាក់បដ ாய் អញ្ចឹងដល់ពេលដែលយើងកែមុខមិនចេះតកែទេកែងហេងមុខអាចធ្វើឲ្យយើងរីកចម្រើនធ្វើយើងហេងបានងហេងខ្លះគឺធ្វើយើងធ្លាក់ហ្មងជាពិសេសចំមោះចាចំមោះថាងាស់ហើយចកាពណ៌អីហ្នឹងសត្វតប៉ះពណ៌ហើយអញ្ចឹងមានឆ្នាំដែលត្រូវប៉ះចាហើយចំមោះហ្នឹងគឺប៉ះខ្លាំងជាងគេហ្មងចាអញ្ចឹងការកែងហេងឲ្យប្រយ័ត្នឲ្យមែនតែនចាហើយអ្នកគ្រូធ្វើមិនបានមានសំណាងដូចបងដូចជំទាវទាំង3រូបកើតក្នុងក្រុមគ្រួសារដ៏ល្អអញ្ចឹងអ្នកគ្រូអូបើនិយាយរឿងរិស័យខ្ញុំជួបរិស័យរាប់ពាន់នេះឯងចាអត់ទាន់មានរិស័យដូចម៉ាដាមស្វានីណាអត់ទាន់មានទេចាធ្វើមកយ៉ាងអ្នកគ្រូថាធ្វើបន់ច្រើនតិចបាននឹងតាក់ទងនឹងបន់វាសនានិងចិត្តគំនិតចាអញ្ចឹងយើងឧទាហរណ៍ថាអ្នកខ្លះយើងកើតជាតិនេះយើងកើតហើយប៉ុន្តែយើងវាសនាយើងមិនល្អយើងចង់កាយវាសនាតើយើងចូលក្នុងម្ដាយយើងជាកើតដកទៀតអានឹងអត់កើតទេអញ្ចឹងធ្វើបន់ជាតិនេះទៅជាតិក្រៅយើងសង្ឃឹមថាយើងប៉ងឲ្យយើងកើតនៅក្នុងពេលវេលាល្អជួនកាលវេលាល្អហ្នឹងមិនមែនចេះតែកើតបានទេសូម្បីតែពេលខ្លះយើងកំណត់ដោយការរើសវេលាវះកូនក៏ត្រូវតែមានខដោះដូរដែរអញ្ចឹងវេលាវះកូនបើយើងវាសនាអត់ដល់កូនហ្នឹងកើតអត់ត្រូវថ្ងៃត្រូវវេលាហើយកើតត្រូវថ្ងៃត្រូវវេលាហើយនៅមានខដោះដូរទៀតពួកធម្មតាណាបន់របស់មនុស្សម្នាក់ខុសគ្នាអញ្ចឹងគេថាកាលណាយើងវះកូនឬមួយក៏កំណត់វាសនាឲ្យកូនឪពុកម្ដាយទៅធ្វើបន់ឲ្យច្រើនធ្វើបន់គេហៅផ្សាយមេត្តាធម៌ដល់ម្ចាស់កម្មពីវិរិយទាំងជាតិមុនក្តីជាតិនេះក្តីផ្សាយមេត្តាធម៌ដើម្បីឲ្យកូននឹងកើតមកចំថ្ងៃល្អហើយកុំឲ្យមានខដោះដូរអញ្ចឹងខដោះដូរគឺកម្មដែលយើងសាងពីជាតិមុននឹងឯងយើងចង់ផ្ដាច់កម្មហ្នឹងវាត្រូវមានអីដោះដូរឲ្យយើងហ្នឹងអញ្ចឹងគេឲ្យមនុស្សយើងធ្វើតែអំពើល្អចាកាលណាធ្វើអំពើល្អមិនបាច់ធ្វើអីទេរិស័យខ្ញុំមើលពីក្មេងមកមើលពីអាយុ20ជាងរហូតអាយុ70ជាង graphic ឡើងរហូតអញ្ចឹងខ្ញុំថារាប់ពាន់នាក់ខ្ញុំឆែកគាត់ឆែកមើលអត់មានណាដូចហ្មងអូរិស័យពិសេសខ្លាំងមែនតើចារិស័យមហាសិទ្ធិចំពោះមហាសិទ្ធិចាដែលបានពីកំណើតមកជាប់ជាមួយលោកជំទាវសំខាន់ធ្វើបន់ផងចាអរគុណបន់ច្រើនណាស់ចាអរគុណអ្នកគ្រូ